hai giờ nhom cả đàm lòi nhom cả bây giờ bây giờ chập đàm bồn bông máu nó cứ khăng trên kia nó ruột nhom nó cứ đông bạt đông chỉ một rồi đông chỉ một hết đông bạt tiền đông chỉ một tiền pi bà pi nó nhom nơi để nó nhom nơi thưa cái nạc cam ca cái ao thưa cái nạc cam ca bòn này dân á có phong thưa ca lược mò lược ấy dân tới chập từ lược tới nốt bắt chánh nốt bắt chánh ở con chu một pet khai điềuนี้นะខ្ញុំតមកនៅនេះឡើយទេអញ្ចឹងខ្ញុំមកពេទ្យខែនេះគេថាអូអត់កើតទេវាដុះអរិញសាច់នឹងចិត្តអរិញរុនប្រហោនោមយើងអញ្ចឹងណាបាទអញ្ចឹងគេឲ្យសុងនៅនឹងមកយប់សុងទៅចូលពេទ្យខែថាអត់ទេពួកឯងទៅពេញទៅពេលទៅពេញវាកាត់វាអីហ្នឹងគេត្បាល់គេអីចឹងណាបាទរយៈពេលបានប្រហែលជាមួយឆ្នាំផងរើឡើងវិញបណ្ដោយពូកនឹងវារើឡើងវិញអាឬដងហ្នឹងរើឡើងវិញដល់ពេលរើមកវិញខ្ញុំចេះតែផឹកឆ្នាំខ្មែរផឹកឆ្នាំអីទៅផឹកទៅអាមកឈុតជាដាច់អាមកឈុតជាមិនដាច់អីចេះតែផឹកទៅវាអត់បាត់អត់អីសោះគ្រាន់តែបានមកអន់អញ្ចឹងគាត់បានមកអន់អញ្ចឹងទៅដល់ពេលនេះទៅខ្ញុំក៏មកនៅនេះខ្ញុំគេថាចាក់ឆ្នាំនឹងវាបាត់ចាក់ឆ្នាំនឹងវាបាត់ដល់ពេលទៅចាក់ឆ្នាំអស់3 4 500ទៅបើខ្ញុំផឹកតានេះវិញតាំងពីនឹងមកមានតាំងពីនឹងមកខ្ញុំផឹកតាវិញអស់តែមកកំប៉ុងដឹងបាត់ហើយអស់4 500ទាំងច្រមុះទាំងស្អីផងបាត់គេថាបាត់ចាក់ឆ្នាំរួចទៅគេថារញពួកឯងចាក់ឆ្នាំនឹងបានតែ8ខែមានបាន8ខែតែ5ខែឈឺវិញបាត់ទៀតហើយផឹកឆ្នាំទៀតទៅផឹកឆ្នាំខ្មែរទៀតឆ្នាំណាចេះតែផឹកទៅគួយបាទអត់ទេអត់មានត្រូវមានអីទេគ្រាន់តែបានមកអន់អញ្ចឹងណាបាត់អានេះឈឺអានោះបាត់អានោះមិនឈឺអានេះអញ្ចឹងណាបាទនេះដើរស្មោចបាទខ្ញុំមើលភ្នែកខ្ញុំចេះតែមើលទៅខ្ញុំទៅឲ្យតាមមើលបានឃើញណាមើលទៅដើមស្មោចនេះដូចកែសម្បើមដូចតំណងសម្បើមអត់មានភាសាមួយកូនមួយចៅណាបើមានប្រពន្ធចេះភាសាមួយប្រពន្ធណាអញ្ចឹងកូនគេរវល់គេការងារគេដែរគេបានភាសាជាមួយយើងគេទៅធ្វើការបាត់អញ្ចឹងទៅដូចអញ្ចឹងដូចស្ងាត់អញ្ចឹងបាទខ្ញុំថាទិញទៅមកទិញឲ្យខ្លាចគេបោកគេបើធ្លាប់គេបោកដែរឃើញអញ្ចឹងណាបាទអញ្ចឹងបងប្អូនកុំឲ្យដូចខ្ញុំកុំឲ្យថាដូចខ្ញុំថាខ្លាចគេបោកគេអត់បោកទេអាសុតនេះគេអត់បោកសោះហ្មងយើងមានណាងចាយទេណាងចាយអត់មានទេមានតែមួយកន្លែងគត់អត់មានបោកទេកុំគិតដូចខ្ញុំសោះបាទដល់ពេលយកមកផឹកអានេះគេផឹកមួយថ្ងៃពីរថ្ងៃបាត់មិនដឹងទេណាចំណែកខ្ញុំនិយាយតែត្រង់ហ្មងខ្ញុំផឹកប្រហែលជាមួយអាទិត្យចាប់ដើមអន់ហ្មងចាប់ដើមស្វិតមកឬដងវាដុះមកចាប់ដើមដុះសារថ្មីទៀតណារឹងហ្មងរឹងហ្មងជិះនេះអន់យើងលៀងទេមួយអីយើងបត់ជើងទៅមិនលៀងទេបាទអញនេះអន់ណាស់មិនទេវិញវាអន់អហ្មងនេះនិយាយមានទេវតាខ្ញុំនឹកឃើញថាដូចចង់សើចខ្លួនឯងបាទអញតែប៉ុណ្ណេះអញជាអញតែប៉ុណ្ណេះជាលោកគ្រូខ្ញុំប្រាប់គ្រូឯងគាត់តែងាកជាកវលទេជិះម៉ូតូជិះសិនអញ្ចឹងពេលឈប់អញ្ចឹងពេលឈប់ម៉ូតូអញ្ចឹងទៅឈរសិនបាទឈរសិនបានឈប់បើអត់ទៅឈប់លៀមងើបលៀមដួលព្រុសបណ្ដោយតែលើពូជិះម៉ូតូដើរប្រុយហ្នឹងបាទវាអន់មែនតើបើខ្ញុំនិយាយទៅបានសរុបសេចក្តីមកបានប្រហែលជា 80% ខ្ញុំដឹង 80% ខ្ញុំដឹងតែជាហ្មងជា 100% ហ្មងខ្ញុំដឹងតែជាហ្មងបាទពូទៅអស់ប៉ុណ្ណេះទេអស់ប៉ុណ្ណេះទេ3បងអេឡែស៊ីមកពូដែរទី1អេឡែស៊ីខែកន្លះឬដងបាតហើយវាធម្មតាឬដងបាតហ្នឹងវាទៅប៉ះគ្រូពេទ្យគេថាគេវាកាត់មើលហ្នឹងគេថាទៅប៉ះនឹងពវៀនបាទអាហ្នឹងវាអាឬដងបាតហ្នឹងវាតទៅនឹងពវៀនធំពេលអាកាពះពវៀនអាឬដងបាតខ្ញុំវាអន់ទៅបាទកាពះពវៀនហ្នឹងក៏វាអន់ដែរវាអន់ទាំងអស់វាអន់កាហាយបាទអន់កាហាយអូឲ្យតាឬដងបាតហ្នឹងធ្វើទៅវល់អាហ្នឹងកាហាយយកមកកាហាយដូចយើងប្រឡាក់មកទេសអញ្ចឹងណាអញ្ចឹងជា3មុខបាត់ហើយបាទជាមែនឬដងបាតអាហ្នឹងជាមែន3មុខទេជាឬដងបាតឬដងច្រមុះកាពះពវៀនស្លាក់បាទស្លាក់ប៉ាកែលេខ1ហ្មងស្លាក់ត្រូវហើយស្លាក់ជើងនេះខ្ញុំដើរចង់រួយបាទខ្ញុំប្រាប់តាមត្រង់ដើរចង់រួយបាទឥឡូវស្លាក់ខ្ញុំបានដើរហាត់ប្រាណហាត់អីលយទាំងអីហ្នឹងជិះម៉ូតូវឹងណាលើកមុនគ្រាន់តែទៅប្រជុំជនមនុស្សប្រជុំជនទៅយកចៅសាលាណាបាទគ្រាន់តែឈរអញ្ចឹងវិលមកងាកខាងនេះចុះចាំមើលចៅចេញមកវិលឥឡូវអត់អីសង្ស័យពីបងខ្ញុំខ្វះក្របឈាមអីទៅខ្វះក្របឈាមអូអញ្ចឹងពេញក្របឈាមមួយទៀតក្របឈាមក្រហមចាំបីទៅសាច់ខ្ញុំនេះអានេះអាត្រង់នេះអាត្រង់នេះឡើងខ្មៅខ្ញុំចំណាំមើលដល់ពេលឥឡូវអត់ទេ
เอาเลยกลัวอยู่ก็เป็นติดนะ64này អូ ពូ ពូមើលទៅតាមស្មា5ជាងដែរ ở đấy 64 đấy nhưng mà mưa tại nhiên ban nhiều 64 đấy និយាយទៅមិននេះណាពូខ្វះក្របឈាមញ៉ាំថ្នាំ là pin bấp ấy ញ៉ាំថ្នាំយ៉ាងហោចណាក៏4 5ខែដែរណាហើយចាក់ថ្នាំបំពេញក្របឈាមមួយខែយ៉ាងហោចណាក៏អស់200ដែរផឹកថ្នាំផងញ៉ាំផងអញ្ចឹងអត់អានេះញ៉ាំតែកន្លះខែមួយខែពេញបឹប pin bấp បាទអញ្ចឹងអស់ចាណា ឥឡូវលេងវិលលេងអីធ្វើ ឥឡូវវាគាត់ថាតិចតួចវាគាត់ថាតិចតួចnhưngវាមិនដូចមុនគាត់តែងាកនិយាយទៅវិលងាកទៅវិលអញ្ចឹងណា បាទ អត់ទេអត់ដូច អូ មុន ជី ទេ ហើយ ឥឡូវខ្ញុំសរុបតែក្តីមកខ្ញុំជឿឬដងបាត បាទឬ ឬដ ដ ង ង ច្ ចំ រមុះអឺ កាពះ ផ្ទះពវៀនហ្នឹង ស្លាក់ ស្លាក់ បាទក្របឈាម ស្លាក់បាត់មុនគេ ដល់ពេញក្របឈាម ស្លាក់បាត់មុនគេហ្មង បាទ អន់មុនគេហ្មងដើរហាត់ប្រាណលើ4ដើរទៅលើកជើងយ៉ាងឯងជើងនឹងមួយហ្នឹងឯងដល់ពេលឥឡូវបានជាអញ្ចឹងសូមផ្ដាំផ្ញើទៅអស់លោកស្រីនាងកញ្ញាទាំងអស់ព្រមទាំងលោកតាលោកយាយទាំងអស់ដែលស្គាល់ខ្ញុំឬមួយក៏មិនស្គាល់ខ្ញុំក្តីហើយបើថាមិនស្គាល់ខ្ញុំទេតែមកសួរខ្ញុំ មករោដល់ទីតាំង បាទទេមកសួរខ្ញុំលេខ097 42 58ដល់អរញ្ញា097 48 59 419 បាទ ម្ដងទៀត097 48 59 419បាទទេមកសួរខ្ញុំ បាទ ភូមិអីគេពូ ឡើយនេះនៅភូមិទី4នៅក្រុងកំពង់ឆ្នាំងភូមិទី4សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង បាទអញ្ចឹងបងប្អូនចង់មករោគាត់ដល់ទីតាំងក៏បាននេះថតផ្ទះគាត់ហ្នឹង បាទ អត់ទៅគាត់នៅកូនគាត់ប្អូនកូនគាត់ចៅគាត់អីនេះនៅក្រុងកំពង់ឆ្នាំងនៅចិត្តរង្វង់មូលទូក វងមូទូបាទ បាទរង្វង់មូលទូក កើតទុកមកសុកចិត្តទេតែមកសួរមក បាទគាត់ប្រកាសលេខទៀត ខ្ញុំប្រកាសលេខខ្ញុំប្រកាសលេខមកសេរី គាត់ជាពុតប្រកាសមែន បាទខ្ញុំជាពិតប្រកបមែនពួកខ្ញុំនិយាយយកតែការពិត បាទឥឡូវសូមផ្ដាំអញ្ចេះ និយាយទេ សូមផ្ដាំទៅបងប្អូនមន្ត្រីក្រសួងអីក៏ដោយនេះមិនមែនជាការបោកប្រាស់ទេហើយក៏ខ្ញុំមិនបានជួលលុយសុកលុយអីគាត់ដែរបាទដោយសារតែពូគាត់ជាគាត់ចង់ចែករំលែកគាត់ចង់ធ្វើបុណ្យទៅដល់បងប្អូនជាប្រដ្ឋផ្សេងណាអញ្ចឹងបងប្អូនក៏មានគំនិតអវិជ្ជមានថាយើងបោកយើងជួលមនុស្សអត់ទេលេខទូរស័ព្ទក៏ពូបានប្រកាសហើយទីតាំងក៏បានប្រកាសទៀតជាទូទៅអតិជនខ្ញុំមិនសូវហ៊ានប្រកាសលេខទូរស័ព្ទទេព្រោះខ្លាចគេខលទៅរំខានច្រើនពេកបាទឥឡូវពូហ៊ានប្រកាសណា ខ្ញុំហ៊ានប្រកាសព្រោះខ្ញុំអត់ខ្លាចតែប្រកាសទេព្រោះខ្ញុំបើសិនជាទេមកយើងសួរអំពីបញ្ហា ជំងឺ ឆ្នាំសកូវឬជំងឺអីយើងត្រូវតែនិយាយជាមួយគេឲ្យវាល្អទៅណា ខ្លាចធុញណាពូ បាទ ខ្លាច អត់អីទេយើងធ្វើបុណ្យបាទយើងធ្វើបុណ្យមិនថាខ្លាចគីឡូទេមកដើម្បីបោកប្រាស់អីអាហ្នឹងយើងគ្រាន់តែទេមកដឹងបាទហើយដឹងបោកប្រាស់យើងអ្វីយើងដឹងបាទហើយអញ្ចឹងយើងមិនបាច់និយាយទេបាទអញ្ចឹងបាទលេខទូរស័ព្ទខ្ញុំ5ម្ដងទៀតណា097 48 59 419តាបើសិនជាថាមិនជឿទេឆ្នាំនេះភោតែមកសួរខ្ញុំមកខ្ញុំសមាទានសិលជិត20ឆ្នាំហើយបាទអាយុ64ឆ្នាំហើយបាទ ហើយតែគាត់ឲ្យចិត្តរង្វង់មូលទុកមាសខេត្តកំពង់ឆ្នាំងទីរួមខេត្តស្រូរោ បាទតែមកសួរមកខ្ញុំហើយខ្ញុំអត់ខ្លាចប្រកាសលេខទេព្រោះខ្ញុំហូបជាខ្ញុំហូបជាមកខ្ញុំមិនដែលហូបឆ្នាំអី ពូ ជា ឈឺប៉ុន្មានឆ្នាំ អាយុយូរហើយ តែតងធ្ងន់ជាងគេគេដាក់ពូ ឬលោកបាន មុនជាងគេអារឹកដងបាតហ្នឹងបង ចឹង បាទហើយយើងកម្លាំងខ្សោយផងកាលហ្នឹងឯងកម្លាំងខ្សោយផងចង់សន្លប់វាតិចចូលតិច បាទ ចូលវាតិចពេលចង់សន្លប់អូយណាស់ហើយបានមកត្រូវឆ្នាំហ្នឹងខ្ញុំថាត្រូវហើយពីព្រោះខ្ញុំមិនដែលផឹកអីទៅបាត់អីចឹងគ្រាប់ប៉ុណ្ណេះឡើយស្វិតអស់លីងបាត់ហើយ មហារាជាអីរំ មើល ពូ សាច់ឈាមពូមើលធម្មតាឡើយមានស្លេកស្លា លើកមួយជ្រួញនេះឡើងជ្រួញដល់ខ្មៅហើយទៅមើលពេទ្យទៅជួសឈាមមើលគេថាអរិយពួកឯងខ្វះគ្រាប់ឈាម ហ្នឹង ខ្វះគ្រាប់ឈាមខ្វះគ្រាប់ឈាមក្រហម បាទ ហ្នឹងខ្វះគ្រាប់ឈាម ឥឡូវពូមានបណ្ឌិតទៀតអត់ ហើយរៀងទុនណាស់ដែរទុន ចាំឡូវមានបណ្ឌិតទៀតអត់ ឥឡូវអត់បណ្ឌិតនេះស្រួលបាត់ហើយ តើបណ្ឌិតដល់គ្រប់100%ហើយ ចាំ6 7ខែសុំទៅបណ្ អ ឌិត តិជនខ្ញុំ1000ទាំង1000អារឿងខ្វះក្របឈាមនេះខ្ញុំធានាឲ្យហ្មងព្រោះឆ្នាំនេះកំពូលបង្កើតក្របឈាមលេខ1ហើយ ពេញគ្រូដៃមើលដៃថយឈាមសុទ្ធ ចឹងអរគុណពូហើយណាពូ បាទអរគុណ បាទពូបានចែករំលែកអរគុណពូសុខភាពរឹងមាំអាយុលើ100ញ៉ាំត្រាំនេះគឺលើ100ទាំងអស់ លើ100ហើយបើយើងអរគុណហើយ អរគុណច្រើនណាពូ បាទ បាទអរគុណ លា បាទ ហើយកាប់ទៅបងបញ្ហាបត់អាការៈមិនពេលមុនដំបូង មុនដំបូងវាចុកពោះ ចុកពោះ បាទ ហើយបត់ជើងអត់ចេញ បាត់ជើង
វាចេញតែតិចតិចចឹង បងសុំរត់ទីបានមើលតន្តិចបាទនេះបងប្អូនហើយក៏មានធំផុតហើយ នៅពេលដែលប្អូនមិនទាន់ជ្រើសរើសឱសថបារាណដើមសម្ោចតើអាការៈប្អូនយ៉ាងម៉េចនិយាយមើល ការៈខ្ញុំវាងើបក៏មិនបានងើប ងើបក៏អត់បាន ងើបនេះដើរក៏វាមិន ហត់ ទៅហត់ ចិត្តហត់ណា ចិត្តហត់ ចិត្តនៅពេលដែលក្រោយពីមានថានៅពេលដែលសម្រាប់ចិត្តបានប្រើឱសថបារាណដើមសម្ោចតើអាការៈយ៉ាងម៉េចដែរ ល្អជាងមុនឆ្ងាយ ជាងមិនឆ្ងាយ បាទ រៀងដើរបាន ដើរក៏មិនហត់ ដើរទី1ដើរហត់ហូបបានទេ ហូបបាន ហូបបាន ឡើងគីឡូវិញហើយ ឡើងគីឡូវិញហើយ បាទ ហើយពេលនោះសុបាយចិត្តទេបងស្រីនិយាយ បាទហើយខ្ញុំមិននឹកស្មានថាបានមកវិញចេះ បាទ ទេ ហើយកាលពេលបងបញ្ហាបត់អាការៈមិនពេលមុនដំបូង ដំបងវាចុកពោះ ចុកពោះ បាទ ហើយបត់ជើងអត់ចេញ បាត់ជើងវាចេញតែតិចចឹង ហើយប្អូនប្រុសឈ្មោះអីមិញប្រាក់វិមាន បាទ ប្រាក់វិមាន បាទ ឈ្មោះល្អណាស់ហើយប្អូនពីដើមធ្វើការនៅប្រទេសថៃហ៎ បាទ ហើយទៅពេលទៅដឹងខ្លួនឯងអាការៈយ៉ាងម៉េចទៅប្រទេសកាលមុនធ្វើការអីទៅសំណងហ៎ សំណងយើង ធ្វើសំណង បាទ ប៉ុន្តែសុខភាពវាចេះតែមិនដែរ សុខ គាត់ ភាព ចេះតែចកតពួរ ចេះចុកណា បាទ វាចុកហើយក៏ឪពុកក៏ទេហៅមកផ្ទះ ចា បាទ ទេហៅមកផ្ទះនៅក្នុងអំឡុងឆ្នាំណា ឆ្នាំ នេះហើយ ឆ្នាំ2021នេះ ចុង 2025 ឆ្នាំ ចា ហើយអញ្ចឹងចេះតែចុកពោះ ចេះចុកពោះ ចេះចុកពោះពេលនោះបងអូនបានបើពេលចេះចុកពោះហើយក៏ឪពុកនិងប្រពន្ធនឹងឲ្យត្រឡប់មកផ្ទះសម្បែងវិញ ម៉ែនឹងអូគាត់ធ្វើឲ្យចុះឡើងទៅក្នុងទាំងពីរនាក់ដល់ពេលចុះមកគាត់អោយទៅអូឲ្យកុំមើលនឹងពេទ្យវេដល់ពេលអូទៅគេឃើញសាច់ឃើញយើងពវិនដល់ខ្នែងធ្លាដល់ពេលតាគេវាលៀងសង្អាតអោយហើយគេឃើញដុសសាច់នឹងពវិនធំទីទៅ ចឹ គេ ងមាន កា ន័យ ត់ ថាតាមពេទ្យហ្នឹងគឺគាត់ពិនិត្យឃើញមានដុសសាច់ ចា ដុសសាច់ហើយពោះវៀនដល់ខ្នែងទៀត បងមានបត់ជើងចេញក៏ដោះរំសាច់ ពេលដល់មិនទៅបាត់ចេញតិច កាលពីដើមណា តិចហ្នឹងមានឈាមហ៎ អត់ឈាមទេ អត់ឈាមទេពេលដោះរំសាច់ភាគច្រើនបត់ជើងអត់ចេញទេ ណា បាទ បានវាចុក ហើយបងដឹងដំណឹងមើលតាម Facebook បាទមានបងដឹងថាឱសថបារាណដើមសម្ោចនេះយើងដឹងមកពីណាបងស្រីអ្នកមើលឬយ៉ាងណា ខ្ញុំអ្នកមើលឃើញបងមើលឯថៃឃើញផងខ្ញុំមើលឃើញផងទៅក៏ខ្ញុំមិនមានលុយទេក៏បងក៏ផ្ញើលុយមកឲ្យទិញ ហើយដល់ពេលសម្រាប់ចិត្តទិញនេះដើមសម្ោចនេះយើងបានឃើញតាម TikTok ផងតាម Facebook ផង បាទ មានធ្លាប់ឃើញតាមទិដ្ឋភាពទេ ឃើញ ឃើញទេណាឃើញតាមទិដ្ឋភាព បាទ ដល់ពេលអញ្ចឹងទៅបងអូនបានប្រើក៏សម្រាប់ចិត្តទិញប្រើ ចា នេះគឺជាឱសថបារាណខ្មែររបស់យើងទេឱសថបារាណដើមសម្ោចហើយប្រើនេះបងអូនដំបងទិញកំប៉ុងតូចឬក៏កំប៉ុងធំ យកធំនេះហើយតាម អាធំមក ចា បាទ ហើយចាំពីញ៉ាំមកញ៉ាំបានប៉ុន្មាន6ខែ ចាប់ពីទិញក្នុងខែណា មិនតាន់ចូល6ខែល្អទេ ចឹងបងអូនចាប់ផ្ដើម ចាញ់មកពីពេទ្យបានចំនួន2ខែហើយបានមកវិញពេទ្យគ្រប់2ខែពេទ្យគេណាត់ឲ្យទៅជួបហើយគាត់ថាគាត់មិនតាន់ហ៊ានសម្រេចចិត្តថាមិនទេឲ្យយើងមកផ្ទះសានចាំគ្រប់6ខែរំឲ្យទៅជួបពេទ្យទេដល់ពេលខ្ញុំមកដល់ខ្ញុំសម្រេចចិត្តថាទិញឲ្យគាត់ហូប ទិញឲ្យហូប ចាដល់ពេល ឥឡូវមករយៈពេលដែលយើងប្រើមកទល់ 4ខែ លោកចាងបានមកទៅភៀននេះចឹងរយៈពេល4ខែហើយ4ខែហើយយើងមិនមានបានដឹងថាអាការៈប្តីយើងយ៉ាងម៉េចឯងរៀង គាត់ធូរជាងមុន ធូរយើងនិយាយអូនធូរទេ ធូរគាត់ធូរជាងមុនគាត់ធូរច្រើនគាត់អាចក្រោកដើរក្រោកអុយតលេងទេបងប្អូនគាត់ដើរអត់សូវបានទេគាត់ហត់ បាទឥឡូវហ្នឹងឥឡូវបងប្អូននិយាយខ្លួនឯងទីមើលការនៅពេលដែលបងប្អូនមិនទាន់ជ្រើសរើសឱសថបារាណដើមសម្ោចតើអាការៈបងប្អូនយ៉ាងម៉េចនិយាយមើល ការៈខ្ញុំវាងើបក៏មិនបានងើប ងើបក៏អត់បាន បាទងើបនេះដើរក៏វាមិន ហត់ ទៅហត់ ចិត្តហត់ណា ចិត្តហត់ ហត់អត់កម្លាំងដៃអត់ នៅពេលដែលក្រោយពីមានថានៅពេលដែលសម្រាប់ចិត្តបានប្រើឱសថបារាណដើមសម្ោចតើអាការៈយ៉ាងម៉េចដែរ ល្អជាងមុនឆ្ងាយ ជាងមិនឆ្ងាយ បាទ រៀងដើរបាន ដើរក៏មិនហត់ ដើរទី1ដើរហត់ហូបបានទេ ហូបបាន ហូបបាន ឡើងគីឡូវិញហើយ ឡើងគីឡូវិញហើយ បាទ ហើយពេលនោះសុបាយចិត្តទេបងស្រីនិយាយ បាទហើយខ្ញុំមិននឹកស្មានថាបានមកវិញចេះ បាទ ទេហើយបានពេទ្យគេមើលថេបានដិតដល់ផងខ្ញុំត្រីពេទ្យឡើងមួយខែ ไปทำហារិកណាកាទីម៉ាន បើពេទ្យនៅណោះគេថាមិនតាន់អ៊ីនតនកាលទីប៉ុន្មានទេព្រោះអីគេមិនតាន់វិភាគដេញតែបើពេទ្យនៅណេះពេទ្យវ័យគាត់ថាអាចតនកាលទី3ជិតចូលទី4តែពេទ្យនៅឯណោះគាត់ថាគាត់មិនតាន់អ៊ីនថា ចុះបដោះលប៉ុណ្ណាណែបងសុំរត់ទីបានមើលតន្តិចបាទនេះបងប្អូនហើយក៏មានធំផុតហើយពេទ្យមាននិយាយថាដេចូលវិញហ៎ គាត់ខ្ញុំទៅជួបដែលគេថាបានគ្រប់នេះ
6ខែឲ្យទៅជប់កាត់ថាកាត់មែនទេសម្រាប់ចាត់ថានឹងទម្លាក់ពវិញឲ្យយើងវិញទេកាត់ថាចាំមើលដល់ពេលគ្រប់មួយឆ្នាំហើយបានគេអាចដេញថាទម្លាក់ឲ្យវិញទៅមួយមិនទម្លាក់ហើយគេត្រូវពិនិត្យមើលពវិញសិនថាតើពវិញលើសមប៉ុន្មានពវិញក្រមសមប៉ុន្មាន អត់មានកាត់ដល់កសាលគូតណាអត់អីអាចមានសង្ឃឹមដេកចូលវិញ ចាគេថាអត់ទាន់ដេញថាសមប៉ុន្មានហើយដេញអាចថាត្រូវទម្លាក់វិញបានឬមួយក៏អត់ ហើយបងប្រុសបាត់ជើងតូចបាត់ជើងធំអីស្រួលទេឥឡូវ ស្រួល ស្រួលទេ ស្រួល បាត់ជើងធំតាមថងឯងបងពេលបាត់ជើងតូចតាម ចឹងមក នេះធម្មតាទេ ធំតាមថងឯង បាទតាមថង តែអញ្ចឹងស្រួលវិញណាបងមានចិនវិញខ្ញុំស្គាល់ដាក់20ឆ្នាំដាក់អញ្ចឹង20ឆ្នាំ ហើយ រស់យ៉ាងធម្មតាដល់លេងទៅដល់ សម្រាប់ដើមសមោចសบายចិត្តទេ សบายចិត្ត ហើយសង្ឃឹមតែរស់វិញណា ធំរួលវិញ ស្គាល់បើដើរព្រិលណា លុយកេះគៀវប្រពន្ធទេ ទេ តើណាតើកេះគៀវអីទេណា កាត់ដើរឡើងព្រើមកបងឈោនិយាយបណ្ដោយកុំឲ្យតែ ធម្មតាទេមក គឺដូចឈោអស់សង្ឃឹម មើលប្រពន្ធដើរមួយប្រៃមកដើរមកតិចមើលឲ្យមើលតិចមើល នៅភូមិអីបងភូមិអីសុំម្ដងទៀត នៅ ណា ទីតាំងហៅភូមិអីបងស្រីមក ច្រាប នៅនេះគេ ភូមិច្រាប ដើរក្បែរគ្នា បាទនៅនេះគេហៅភូមិច្រាបឃុំណាំតៅ ភូមិស្រុក ស្រុក ស្រុក ស្រុកខេត្តបរទេសមានជ័យ ចា ហើយបងប្រុសឈ្មោះ ប្រាក់វិមាន ប្រាក់វិមានបងស្រីជាដំភយា ឈ្មោះមឿន ឈ្មោះមឿន បាទចិត្តទេពេលឃើញប្តីជាបានធូរស្រាប់ដើរទៅលេងបងប្ ស អូន บายចិត្ត បាទ ខ្ញុំនិយាយការពិតបើមិនបានឆ្នាំនេះណាបងទុបអត់ជាប់ទេណា ចា អត់មានឆ្នាំណាទុបជាប់ទេអាការៈបងសាច់មានន័យថាវាហើយក៏ដោះឡើងវិញទៀត ចា វានឹងដោះឡើងវិញដោះពេញហ្នឹងហ្មង បងគាត់មើលដែរក៏ ណែ គាត់ធូរមកឲ្យ តែឥឡូវនៅពេលដែលធ្លាប់មើលវីដេអូខ្ញុំបាទបងសាមធានចាងវាងសុភាហើយក៏ដូចជាក្រុមការងារដើមសមោចដែលខ្ញុំមកបច្ចេះឲ្យនិយាយបខំឲ្យនិយាយទេ អត់ទេ បាទ និយាយ មិនមែនជាការរៀបចំគេហៅថាការរៀបចំសេណារីយ៉ូឬក៏គេហៅសំដែងបើនិយាយខ្មែរយើងណា ចា គេហៅធ្វើវីដេអូផ្ទាល់អត់ទេអញ្ចឹងបងអូននិយាយខ្លួនឯងមើលថានៅពេលដែលលោកសាមបងលោកចាងវាងមកសុភាផ្ទាល់អញ្ចឹងតែមានប្រខិតប្រខំឲ្យនិយាយរៀបចំអីឲ្យទៅស្ទីនិយាយ ចំស្គីប អត់ទេ បាទ អត់ទេ អញ្ចឹងបងប្អូនឃើញណាបងប្អូនដែលមានអាការៈដូចជាលោកប្អូនដែលបានរៀបរាប់អំបញ្ញមិញនេះលោកប្អូនអាចមានន័យថាបើសិនជាញាតិមិត្តឬក៏ក្រុមគ្រួសារមានអាការៈគឺបងប្អូនអាចជ្រើសរើសនៅឱសថប្រាណដើមសមោចហើយអាចទស្សនាវីដេអូពេកគេហៅផ្លូវការរបស់ឱសថប្រាណដើមសមោចឬក៏បានទស្សនាវីដេអូរបស់ខ្ញុំបាទចូលមកសភាពផ្ទាល់អញ្ចឹងឱសថប្រាណដើមសមោចនេះគឺថាល្បីបងប្អូនយើងនៅអាមេរិកបារាំងអូ អូ ស្ត្រាលី អូស្ត្រាលីក៏មានលក់ដែរបង កូរ៉េនៅអីហ្នឹងគឺច្រើនណាស់ដែលប្រើហើយសំខាន់គឺបានជួយស្រោចស្រង់អាយុជីវិតបងប្អូនយើងនៅពេលដែលគាត់បានប្រើប្រាស់ហើយអ្វីដែលបងប្អូនបានមើលវីដេអូខ្ញុំមកសម្ភាសន៍នេះគឺយើងអត់មានការគេហៅថាអត់មានការសរសេរกระดาษឬក៏រៀបរាប់ឲ្យដើម្បីជួលឲ្យនិយាយទេ ឲ្យនិយាយទេ បាទណាបងប្អូនស្រី ចា បាទការពិតទេ ការពិត បើចឹងថាអូអ្នកកសាគេមកសម្ភាសន៍គេសម្ភាសន៍ចឹងមែនទេបងប្អូន បាទ តែអត់មានប្រខែបខំអីណាអីយើងទេ នេះសាបងពូមិញត្រូវជាអី ត្រូវជាពុក អើពុកហ៎ ចា បាទ អូ ជាម៉ែ ហើយបងប្អូននៅទីតាំងនៅនេះឆ្ងាយណាជិះតាមអាងហ៎ជិះតាមអាងមកជុំមក បាទនេះ ផ្លូវខាងនេះប្រុស ពេញភូមិហ៎បងប្អូន អូខាងនេះផ្លូវនេះបាទចឹង នេះ ទៅស្រួល គ្មានការសម្ដែងទេណាបាទនេះ ឈឺទេតាឈឺទេจะយប់ម៉ោង2 10យប់រត់រោពេទ្យគឺគេបានទៅងាយអុយ មានអីសុបាយចិត្តជាង គេពេទ្យគេតាមនៅនេះមានមើលទៅដល់ភ្នំស្រកក៏គេមានក៏នោះ បាទ ដល់ស្វាយនោះ នេះមានអាយុជីវិតហើយ ខ្ញុំថាយ៉ាដេញថាម៉េចទៅបើមនុស្សវាត្រូវស្លាប់ដេញទៅធ្វើម៉េចបាន តែឡូវលេងស្លាប់ហើយណា ដេញជួយមិនកើត សួរម្ដងទៀតមកបងនៅភូមិនេះគេហៅភូមិអីដែរ គេហៅភូមិច្រាប ភូមិច្រាប ចា ភូមិ ឃុំណាំតៅស្រុកភ្នំស្រក ស្រុកភ្នំស្រុកខេត្តទីវិជ័យ ចា ហើយវីដេអូនេះវីដេអូថ្មីបងប្អូនថ្ងៃនេះគឺជាថ្ងៃទី29ខែឧសភា បាទ 2026ថ្មីនេះទេណាហើយខាត់ស្អែកដាច់ខែចឹងអរគុណណាបងប្អូន ជាអើយជា100% លាណាបងជម្រាបសួរបងបងឈ្មោះដែរបង ខ្ញុំឈឺកាលូមហារីគ្រូ មហារីក មហារីក្រសមុនមហារីក្រសកសមុនគ្រូមានថារស់ទេគ្រូអីចង់និយាយថាខ្ញុំហ្នឹងតែមានថាបញ្ចូលឈាម10កំ plong គឺថាមកកំ plong បាន15ថ្ងៃទេដល់ពេលខ្ញុំហូបថ្នាំសម្អល់ខ្មៅទៅ
អាចខ្ញុំថាត្រូវចូលឈាមទៀតហ្នឹងគ្រូដល់ពេលទៅពេទ្យបើគេថាឈាមឡើង 10.2 ហឺតអីទៅគាត់បើបានទិញបានហើយមិនបាច់ចូលទេ ពីមុនពិបាកមិនខ្លះពេលតែឈឺ ពិបាកណាស់គ្រូធ្លាក់ឈាមមកចាហូបចុកអកាទេគ្រូតែ ធ្លាក់ឈាមទៀត តែឈាមខ្លាំងណាស់គ្រូ ចូលដល់ស្លាប់ប៉ុនកដៃហ្នង បងក្តៅគ្រូមួយសពុតមួយសរងគ្រូឯងមួយសរងខ្ញុំចាស្លាប់ស្លាប់ចឹងបងគ្រូ បានក៏ដៃប្រកែងអាបាញ់មកស្រស់ ស្រស់ផ្សេង សុំយ៉ា ហើយដល់មកហូបថ្នាំទៅអាចក្របឈាមក៏ឡើងចាក្របឈាមក៏ឡើងហើយអាចយើងសំណិតសង្ឃឹមចឹងគ្រូមិនឃើញថាខ្ញុំធូលហ្មងចឹង នេះបាទឯកសារគាត់ទៅពិនិត្យដល់វៀតណាមណាបងប្អូន ឯកសារវៀតណាមបាទ ពីមុននឹងដើររួចឥឡូវសុំអាចដើរឲ្យបងប្អូនយើងមើលតិច ដើរបានតាគ្រូ ដើររុយមក ដើររុយតាគ្រូ ពីមុនដើររួចទេបងប្អូននេះ បាយមិនទាន់សាច់បានមិនដែរលោកបងប្អូនគាត់ឆ្ងាយមែនទេ បាទនេះមិនមែនជារឿងធម្មតាទេបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាននិងទស្សនានៅវីដេអូនេះបាទនេះមិនមែនជាការសម្ដែងទេបាទ អីមិញគាត់បានធូរស្រាលច្រើនហើយបាទជាមួយនឹងជំងឺរបស់គាត់ហើយឮថាបងប្អូនថាឈាមធ្លាក់ច្រើនណាស់បាទមុននឹងប្រើប្រាស់ជាមួយនឹងដើមសម្ោចនេះ ខ្ញុំសប្បាយចិត្តណាស់គ្រូហើយបានប៉ុណ្ណឹងខ្ញុំឃើញថាខ្ញុំស្លាប់ទៅកូនខ្ញុំនៅមួយពីណាកូនខ្ញុំទៅមានគ្រូសាណាគ្រូនឹងនៅតែ បងកូនគាត់មែនបង កូនតាគ្រូកូនថែរត់ឲ្យកូនរបស់គ្រូ ចាកូនគាត់ហើយនេះ ជំរាបសួរបងឈ្មោះដែរបង ខ្ញុំឈឺកាលនោះមហារិទ្ធគ្រូមហារិទ្ធកសមុទ្រគ្រូ ក៏ មានឯកសារទេបងមានឯកសារ បានតែពិនិត្យពេទ្យ បានទៅ អូសុំតិចមកបង បាទសុំឯកសារតិចមកចាំបង អីមិញយុបានអី ខ្ញុំយុ59គ្រូ 59 ចាគ្រូ60ខាងថ្មីគ្រូ មិញឈ្មោះអីដែរមិញ ឈ្មោះសុករាគ្រូ សុករានៅភូមិអីគេគេហៅភូមិអី ភូមិស្មាត់ផងគ្រូ ថ្មាត សម្បូរស្រុកមានហែក អូឃុំសម្បួរស្រុករមេហែក ចា ភូមិថ្មាតពង ចាគ្រូភូមិស្មាត់ផង សម្បូរ អូ គេឲ្យនេះគ្រាន់ឲ្យតែបត់ចេញចូលពេទ្យទេ អូនេះ ឯកសារគាត់ប៉និតហ៎បងគាត់ប៉និតដុំសាច់ គេមិនឲ្យទេអានោះនៅពេទ្យ អូនេះបងប្អូនមិញគាត់អ្នកជំងឺមហារិទ្ធស្បូន ចា បាទ ធ្ងន់ធ្ងរ ធ្ងន់ធ្ងរនៅចុងក្រោយ ចាខ្ញុំក្រោយមកគ្រូ អូ ចា ធ្លាក់ឈាមមកបងយ៉ា ឈាមមកឈាមសូត្រកៅបដាម្ដងស្លាប់ងាប់ទៅពេទ្យ ស្លាប់3ដង 3ដងស្លាប់ងាប់ហើយទៅពេទ្យមានថារស់ណាទៅរស់ទេ ចាំអត់សង្ឃឹមហ្នឹងយ៉ាងមិញ អាលូណត់អស់ អត់សង្ឃឹមមកហ៎ ន័យថាអ្នកផ្ទះត្រៀមខ្លួនហើយហ៎ ចាគ្រូមានថារស់ទេគ្រូអីចង់និយាយថាខ្ញុំហ្នឹងបែបនេះថាបញ្ចូលឈាមដល់កំ pl ុកថាមកកំ pl ុកបានតែ5ថ្ងៃទេដល់ពេលខ្ញុំហូបថ្នាំសម្ោចខ្មៅទៅអាចខ្ញុំថាត្រូវចូលឈាមទៀតហ្នឹងគ្រូដល់ពេលទៅពេទ្យបើគេថាឈាមឡើង 10.2 ហឺតអីទៅគាត់បើបានទិញបានហើយមិនបាច់ចូលទេខ្ញុំហូបអាយហូបសម្ោចខ្មៅវាធូរច្រើនចឹងគ្រូ បាទ ចានឹងថាបាន5ថ្ងៃទេចាហើយដល់ពេលចឹងខ្ញុំអាចមានសង្ឃឹមច្រើនចឹងគ្រូ ពីមុនអស់សង្ឃឹមហើយ អស់សង្ឃឹមគ្រូមាន មកចេញពូត្រូវអីយ៉ាងគាត់ បងហ៎ ចាបង អូនេះបងប្អូន ចាបង ហើយបងប្អូននិយាយថាកុហកទៀតនឹងមិនទេនេះ ទេមិនកុហកទេគ្រូមែន បាទខ្ញុំអត់បានជួលគាត់មកភូមិមកនិយាយទេបាទ មានទេគ្រូមានទេ មកកំប៉ុងដែរយកមកហូបដែរហ្នឹង ហើយខ្ញុំជិះទៅផ្សព្វផ្សាយប្រាប់គេចឹងគ្រូថាកុំឲ្យអស់សង្ឃឹមថាបើខ្ញុំកុំប្រាប់គេចឹងមានបណ្ដាឈឺចឹងខ្ញុំប្រាប់គេចឹងគ្រូចាឲ្យ មានរូបគាត់កាសូត្រកៅដែរទេបង សូត្រ មានបានថតទុក ហើយកៅបដាបានសត បើ ផង នៅពេលចុងក្រោយអត់ហើយ ក្រោយចាមានបណ្ដាសង្ឃឹមទេគ្រូមានទេខ្ញុំ អញ្ចឹង ចាំមានរូបដេកតេលអីទេបងកាគាត់ធ្ងន់ធ្ងរ ពីមុនពិបាកមិនខ្លះពេលតែឈឺ ពិបាកណាស់គ្រូធ្លាក់ឈាមមកចាហូបចុកអកាទេគ្រូតែ ធ្លាក់ឈាមទៀត តែឈាមខ្លាំងណាស់គ្រូ ចូលដល់ស្លាប់ប៉ុនកដៃហ្នង បងក្តៅគ្រូមួយសពុតមួយសរងគ្រូឯងមួយសរងខ្ញុំចាស្លាប់ចឹងបងគ្រូ បានក៏ដៃប្រកែងអាបាញ់មកស្រស់ ស្រស់ផ្សេង សុំយ៉ា ហើយដល់មកហូបថ្នាំទៅអាចក្របឈាមក៏ឡើងចាក្របឈាមក៏ឡើងហើយអាចយើងសំណិតសង្ឃឹមចឹងគ្រូមិនឃើញថាខ្ញុំធូលហ្មងចឹង ចាំមិញញ៉ាំដបូងមានអាការៈ
bà bạn trong khuôn đấy cả nhầm tờ bông á អត់មានពិបាកទេគ្រូ chẳng ចា ọt miền vườn mốc xì sơ thinh thô ngay តែ thế មិនធីងធងទេគ្រូ nhắm nó trâu vô ចា mà ចាញ៉ាំទៅជាទៅធូងគ្រូ cho nó đào bạn prel về như thế បានតែគ្រូហើយចង់និយាយថាខ្ញុំបាច់ស្កាលោកគ្រូបាច់ស្កាឡើងលំបកពេញសាក់នេះគ្រូឡើងលំបកអីអស់នេះគ្រូដល់ពេលខ្ញុំហូបស្មីខ្មៅរយៈពេលប្រហែលជា10ថ្ងៃគ្រូ ឥឡូវនេះឡើង sợ nó chặt kia mi mến rồi 10ថ្ងៃ សុំ Ồ. បានទេគ្រូ បានតែលត់តែហើយបាន តែគាត់តែបាញ់គ្របទេគាត់បាញ់តែ3ដង តែ3ដង បងប្ ទេ អូនមើលសាច់ឈាមគាត់ឥឡូវនេះប្រែមកជាធម្មតាបញ្ញាពីមុនគាត់ថាគាត់បាយសកា បាច់ស្កាទេគ្រូខ្ញុំបាច់ស្កាអស់ហើយចាដល់ពេលខ្ញុំហូបទៅគ្រូឡើងកំមលួយអស់ចឹងគ្រូណាត់ខ្ញុំគ្រូ និយាយនេះឯកសារទៅពិនិត្យនៅឯណាវិញ ទៅវៀតណាមគ្រូ Việt Nam អូបាទនេះបាទឯកសារគាត់ទៅពិនិត្យដល់វៀតណាមណាបងប្អូន này ra Việt Nam bà ហើយខ្ញុំទៅពេទ្យទៅគ្រូត្រង់គេសួរខ្ញុំសួរថាអ៊ំអីមិនដែរហូបស្មោចខ្មៅដែរខ្ញុំថាខ្ញុំមិនដែរលោកគ្រូខ្ញុំប្រអីខ្ញុំមកដល់តិចមកដល់ផ្ទះខ្ញុំយ៉ាប់ពេកខ្ញុំទៅពេទ្យដល់ទៅពេទ្យគេយ៉ាប់ពេកខ្ញុំឡប់មកវិញមកហូបស្មោចខ្មៅនឹងគ្រូហ្នឹង ពីមុនសពេចសពិលថាអត់ទាន់ជឿទេ ស្ពើអត់ទាន់ជឿខ្ញុំជាឆាតស៊ូទៅក្រុមហ៊ុននឹងថា bật ót này ពិតអត់សម័យខ្មៅជាតិពិតអត់ហើយខ្ញុំនឹងផ្ញើអាយុសង្ខារបងនៅលើក្រុមហ៊ុនសម័យខ្មៅហ្នឹងហើយហើយដល់ក្រុមហ៊ុនថាជាបងជាប៉ុន្តែខ្ញុំថាគាត់ដំណាក់ការចុងក្រោយហើយហើយដល់ពេលចឹងក្រុមហ៊ុនថាឥឡូវផ្សងសាកមើលទេបងខ្ញុំមិនធានាទេតែឲ្យសាកមើលទេដល់ចឹងសាកទៅក៏បានត្រូវ cho ca sông cả tiên nó đào ruồi thế ដើមរួចទេ đây cả tên mà ពីមុននឹងដើររួចឥឡូវសុំអាចដើរឲ្យបងប្អូ ដើ ន រ យើង បាន មើល តែ តិច គ្រូដើរបានតែគ្រូ ដើររុយមក ដើររុយតែគ្រូ ពីមុនដើររួចទេបងប្អូននេះ បាយមិនទាន់ស្អែកបានមែនទេ បាទនេះមិនមែនជារឿងធម្មតាទេបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាននិងទស្សនានៅវីដេអូនេះបាទនេះមិនមែនជាការសម្ដែងទេបាទ đấy mình មីង mà គាត់ lúc បានធូរស្រាលច្រើនហើយបាទជាមួយនឹងជំងឺរបស់គាត់ហើយឮថាបងប្អូនថាឈាមធ្លាក់ច្រើនណាស់បាទមុននឹងប្រើប្រាស់ជាមួយនឹងដើមសម្ោចនេះបាទបងស្រីមានអារម្មណ៍មិនដែរពេលដែលខ្លួនឯងបានដើរបានវិញហើយស្រួលខ្លួន សប្បាយចិត្តណាគ្រូសប្បាយចិត្ត đôi giờ srong chỉ vứt mau pi vô mà đi mà vinh srong អ mà ស់សង្ឃឹម បាទ ចាខ្ញុំថាមកអស់សង្ឃឹមទិញហូបស្មោចខ្មៅទៅមិនសូវខុសទេព្រោះអីអ្នកហូបច្រើនតែត្រូវចឹងគ្រូថា ជាប្រកប ចាជាប្រកាសមែនទៅគ្រូ បាទយើង ចា អត់បានជួលអត់បានអីឲ្យបងស្រីសំដែងទេណាបងប្អូនបាទនៅភូមិនេះគេហៅភូមិអីដែរ ស្មាតប៉ងគ្រូចាភូមិម៉ាត់ប៉ងគ្រូចាភូមិស្មាតប៉ងឃុំសាប៊ូស្រុកមាសហើយចាខេត្តស្វាយរៀងចាគ្រូ បាទខ្ញុំឃើញពេលដែលអ្នកជំងឺគាត់សប្បាយចិត្តហើយគាត់ជឿទុកចិត្តមកកាន់ដើមសម្ោចរបស់យើងបាទដែលជាអសតបារាណធម្មជាតិមួយដែលកំពុងតែផ្ទុះខ្លាំងមែនទែនដែលកំពុងតែមានអ្នកជំងឺគ្រប់គ្រងច្រើនដោយសារតែញ៉ាំទៅជាញ៉ាំទៅជា ទៅវៀតណាមក៏សួរថាបែនហូបស្មោចខ្មៅទិញមកដល់ផ្ទះខ្ញុំអត់ទាន់ហូបទេដល់ចឹងគេថាគេថាជាគ្រូគេថាយាយឯងចង់ស្លាប់ក៏ចង់រស់ខ្ញុំថាខ្ញុំចង់រស់ហ្នឹងបើចង់រស់យាយឯងហូបទឹកស្រីទឹកនេះខ្ញុំថាអត់ស្រីទេខ្ញុំគេសួរខ្ញុំចឹងនៅវៀតណាមគ្រូដល់ពេលចឹងខ្ញុំថាហូបបានទេអមមកខ្ញុំហូបបានទេគេប្រាប់ដែរហើយថាស្មោចខ្មៅមកដល់ផ្ទះហើយចឹងគ្រូដល់ផ្ទះខ្ញុំទៅបានហូបទេកាលហ្នឹង ចាំមានន័យថាទៅពេទ្យវៀតណាមហ្នឹងមានអ្នកណែនាំឲ្យញ៉ាំជាមួយនឹងអសតបារាណធម្មជាតិដើមសម្ោចយើងវិញ ណែនាំចឹងដែរហើយខ្ញុំថាបានខ្ញុំ mày là này nó mấy ម៉ែគ្រូហើយចង់រស់ថាចង់ងាប់ចង់រស់ចឹងហើយខ្ញុំថាទៅមីងថាចឹងមីងក៏ទៅពេទ្យដែរនឹងទៅពេទ្យដែរហើយគាត់ថាខ្ញុំថាទិញមកតើខ្ញុំទិញមកហើយតើអ៊ំអីទិញមកនេះកូនខ្ញុំសួរកូនខ្ញុំថាទិញមកហើយខ្ញុំទៅបានហូបត្រឡប់ទៅវិញ សាទៅមកដល់តាមផ្លូវវិញមិនចេះដល់ពេលគេដាស់ទៅបានទៅ ខ្ញុំត្រឡប់ទៅគ្រូ រស់ទៅឥឡូវវិញហ្នឹង រស់ទៅឥឡូវវិញហ្នឹងខ្ញុំចាត្រឡប់ ចង់មក ទៅក្នុងខ្យល់នៅពេទ្យទៀត វិញហ្នឹង chẳng ត្រឡប់ខ្ញុំមកដល់តាម cái sông ra ចង់ពលឹងមកដល់ ព្រលឹមដល់តាមផ្លូវភាសាតែគេហៅដឹងអូនគ្រូបងហ្នឹងហៅខ្ញុំវិញហ្នឹងហៅទៅព្រលឹមខ្ញុំទៅវិញ ព្រឹងសបល់ដល់បងប្អូនបាទ ដឹងទៅទេ គឺទៅវិញ បងប្អូនមើលព្រឹងសបល់ ខ្យល់មក ត្រឡប់ស្ងាត់ឈឹងអស់លីងគ្រូឯងឈឹង របៀបដូចថាផ្លឹកទៅតែម្ដងបាទ ផ្លឹកម្លឹងខ្ញុំដល់តាមផ្លូវគ្រូដាក់ហៅទៅឡប់ទៅវិញខ្ញុំជាអាទាមកបងខ្ញុំថា à cả nó ban nhầm năm bát đào mồi nữa ទៅបាននៅបានឡប់មកវិញហ្នឹងគ្រូមករកឆ្នាំវិញហ្នឹង ồ chỉ vật thay nó mình ចាពីណាគាត់ថាដែរគ្រូឯងពីណាគាត់និយាយដែរថាមនុស្សថ្នាក់នឹងហើយសរោះប៉ុណ្ណឹងថាដូចជាកាត់ម្ដងទៀតពីណាគាត់និយាយចឹងដែរគ្រូចាដូចកាត់ម្ដងទៀតចឹង
ហើយទៅគាត់ជាថាទៅហូបវិញទៅម៉ាក់យាយទៅហូបវិញទៅខ្ញុំថាខ្ញុំក៏ឡប់មកវិញចឹងគ្រូ ទីមីទៀតខ្ញុំថាមិនអាចទេបើហូបឆ្នាំហ្នឹងឡើងឈាមវាមានកម្លាំងហើយ បានធូរហើយមិនបាច់នេះអីទៀត បាទខ្ញុំថាចាំបាញ់គីមីទេកុំបាញ់គីមីគេប្រាប់យើងដែរគេថាមិនបាញ់អាជាទេគ្រាន់តែបាញ់ទុបទេទុបបាទក៏ទុបទេហើយឥឡូវយើងហូបអាហ្នឹងត្រូវហើយ មានរូបទេពូ បាទ នោះពូមានរូបទេ មានតែរូបនៅយូរបងប្អូនទាំងអស់សង្ឃឹមមកលេងមានបណ្ណាថានៅទេបាទកាត់ខែភ្លៀងខែប្រជុំទៀតលោកអើយទៅកាត់យុគកាត់ទៀតទៅពេទ្យជួលឡានគេទៅពិបាកកាត់យុគកាត់អាទៀតទៅហ្នឹងទៅដល់ពេទ្យហ្នឹងពេទ្យគេថាដែរគេថាអូហួសពេលហើយលែងនៅហើយ មិញមិនដែរនិយាយពីទឹកចិត្តចុងក្រោយ5ផ្ញើ អារម្មណ៍សប្បាយមកគ្រូចាអារម្មណ៍សប្បាយចិត្តណាគ្រូហើយគ្រូមានអីព្រីតដូចខ្ញុំសប្បាយចិត្តទេគ្រូបានហូបសម័យខ្មៅបានធូរខ្ញុំផ្ដាំបងប្អូនមកកើតជាមួយដូចខ្ញុំកុំអស់សង្ឃឹម ចឹងពីមុននឹងអស់សង្ឃឹមខ្លាំង អស់សង្ឃឹមមកគ្រូអស់លេងគ្រូខ្ញុំមិនសង្ឃឹម ចុះគាត់និយាយសមាទោគាត់និយាយគាត់ភ្លឹកអីហ្នឹង ចាគាត់ខ្ញុំភ្លឹកហើយ ត្រៀមទៅអីហ្នឹង គ្រូអាចារ្យមកសៀបដៃខ្ញុំទឹកកកនេះអស់ហើយទៅពីសា3សាគ្រូនឹងទឹកចោទៅមកទៅសួរបងប្អូនគ្រូឲ្យមកអាចារ្យមកចាំកើបដាខ្ញុំសប្បាយចិត្តណាស់គ្រូហើយបានប៉ុណ្ណឹងខ្ញុំនឹកឃើញថាខ្ញុំស្លាប់ទៅកូនខ្ញុំនៅមួយទៅណាកូនខ្ញុំទៅមានគ្រូសាណាគ្រូនឹងនៅតែ បងកូនគាត់មែនបង កូនតាគ្រូកូនថៃរត់ឲ្យកូនមកគ្រូ សាកូនហើយនេះ អរគុណច្រើនបាទអញ្ចឹងអរគុណអ្នកមីងណាជូនពរឲ្យអ្នកមីងឲ្យជាសះស្បើយដាច់តែម្ដងហើយ ជូនពរមិញពូទាំងអស់អាយុវែងលើ100ទាំងអស់គ្នា ទាំងអស់គ្នាណាបាទអរគុណច្រើនបងអរគុណបាទជំរាបលាទាំងអស់គ្នាបាទ គឺប្រហែលហ្នឹងអអី ហ្នឹងដល់2019គឺគាត់មកដល់2024ខ្ញុំចាប់ដើមស្រក់គីឡូចាស្រក់គីឡូហើយខ្ញុំក៏ប្រែខ្ញុំគាត់ថាមកបងឈាមមើលទៀតតែខ្ញុំមើលរហូតតែចាប់អារម្មណ៍ទៅខ្ញុំផ្អែមដល់ទៅមើលទីវ៉ាន់ស៊ីឡើង9ចា9ហើយខ្ញុំចេះស្រក់គីឡូឥឡូវនេះធ្វើការងារដើរអត់ហត់ទេដូចធម្មតាគាត់ថាវានៅអាចជើងស្លាក់យើងវានៅឈឺខ្មងជើងលោកគ្រូដើរចាបានឡើងអីខ្លាំងចប់តែប៉ុណ្្នឹងទេចា មិញយុម៉ានអី ខ្ញុំ70ហើយ អូ70 ចាដល់អញ្ចឹងគាត់ថាទឹកនោមមើលទៀតអូប៉ាត់កាត់ហើយតែញ៉ាំឆ្នាំខ្ញុំក៏ទៅទី8តាំងពី2024ហ្នឹងញ៉ាំបានមួយឆ្នាំគត់ដល់ពី26បើកមើលពេកគាត់តាក់អត់ចិត្តទេតែគាត់អ្នកមើលគាត់ថាឯងអញបានផឹកអានោះប្រហែលជាវែងមើលតែគាត់ថាអញ្ចឹងហើយមកខំទិញឲ្យគាត់ដល់គាត់មិនហូបមកឲ្យខ្ញុំវិញនៅឃើញថាខ្ញុំខ្លាចលោអាពលាកពងកខ្ញុំដឹងខ្ញុំក៏ញ៉ាំឈប់ណាប់ឈប់ប្រើតាម8ទឹកនោះឯងលោកគ្រូខ្ញុំអត់ណាំ8ទេរងថ្ងៃនេះគឺខ្ញុំប្រើតែឆ្នាំលោកគ្រូហើយនឹងយប់ឡើងខ្ញុំប្រើឆ្នាំគេងហើយសុំពីទី8ចាហើយពេលព្រឹកខ្ញុំលើសឈាមយូរហើយគាត់ចាក់ឲ្យលេបទៅលេបគាត់លេបខ្ញុំលេបម្ដាយខ្ញុំលេប ចឹងចៅឈឺជំងឺទាំងអស់មានលើឈាម ច្រើនណាលោកគ្រូខ្ញុំ មានរដូវបានទេ អត់មានទេលោកគ្រូបាននិយាយពីក្រុមហ៊ុន10ក្រុមហ៊ុនខ្ញុំប្រើប្រាស់ឆ្នាំអត់ចូលអស់ប្រហែលជាង10000ដុល្លារតែយ៉ាងបានទៅពិនិត្យក្រៅប្រទេសគឺធំណាស់អត់ទេ ញ៉ាំហ្នឹងប្រភេទចៅឈឺជំងឺតែក្អកហ្នឹងមើលទេ អត់ទេកាលហ្នឹងខ្ញុំវាសង្ស័យដែរព្រោះមើលប្រើជុះឈាមទៅគឺឈាមវាចេះតែ180តែខ្ញុំកាន់ខ្ញុំធ្វើការអង្គការខ្ញុំចុះដើរតាមពូកខ្ញុំចូលចិត្តញ៉ាំរបស់ផ្អែម បាទ ចាដល់ពេលខ្ញុំសិនខ្ញុំអត់ញ៉ាំតែមិនប្រហែលអីដល់មក2024នេះបានខ្ញុំចាប់ដើមស្រកបដ ស្រកចុះបាយលែងឃ្លានចាបាយលែងឃ្លានបើចាក់ឆ្នាំវិញជាង100ជុលលោកគ្រូខ្ញុំតាគៀកខ្ញុំដេកចាក់ឲ្យអញ្ចឹងចាចាក់នៅដល់សាខ្ញុំខ្វះក្របឈាមស្លេកស្លាំងហត់ហេវរវយគឺថាឃើញបាយខ្ញុំអង្គុយរត់តែឥឡូវនេះខ្ញុំបានឃ្លានបានអីឡើងវិញតែគីឡូអត់ឡើងលោកគ្រូខ្វះក្របឈាមរាប់ឆ្នាំហើយចឹងចាខ្ញុំខ្វះតាំងគាត់ឆ្នាំហើយ តែមុនសាច់ឈាម ពេលខ្វះសើវិលទីធំលោកគ្រូជាងការទៅក៏យើងធ្វើការធ្ងន់ទៅអោនទៅកន្លងវិលការខ្ញុំដើរតែជាក្រុមមកវិញវិញការខ្សោយចាការខ្ញុំសន្លប់ទៅដេកដាក់សេរ៉ូមអាសេរ៉ូមមកគាត់ខំទៅធ្វើការទៅជិះម៉ូតូចាឡូវតែព្រួលមកយ៉ាងតែព្រោះឥឡូវសុខភាពខ្ញុំដូចជាធម្មតាចាដូចជាធម្មតាហើយខ្ញុំមានឡើងខ្វះឈាមឡើងខ្វះឈាមបានឆ្នាំហីខ្វះឡើងគ្រូចិត្តមើលតាម2015អូ10ឆ្នាំចេះ11ឆ្នាំចាខ្ញុំអត់មានដឹងថាដល់មើលគ្រូពេញមើលក៏ជឿឡើងបានចិត្ត10អញ្ចឹងបាទអូអស់ចាយឡើងពេញចាខ្ញុំដឹងមានកម្លាំងបាទធ្វើការហត់ដើរអត់ភ័យអញញយទេអីចុះពេលក្អកហ្នឹងមានបានបានសូត្រទេអត់ពិនិត្យទេខ្ញុំគិតថាលាក់ពងកលោកគ្រូខ្ញុំដុតពីបងគេមើលខ្ញុំដុតគេមើលឃើញគិះថា5គ្រាប់អញ្ចឹងទៅពេទ្យពងកដុតបាទដល់ដុតខ្ញុំទៅអត់បាត់ទៀតហើយមកពីពងកចាអត់បាត់ទេច្រើនចាប៉ុន្តែខ្ញុំអត់មើលអត់បានថតបានអីទាំងអស់សង្ស័យខ្លួនឯងណាគាត់មិនញ៉ាំខ្ញុំញ៉ាំហ៎សងសាឡបងអស់មកកំប៉ុងញ៉ាំទៅបានហូចាបងមកកំប៉ុងថែមមកកំប៉ុងទៀតលើមកកំប៉ុងទី3នេះនេះសោះប៉ុណ្ណឹងឥឡូវបងប្អូនណាគាត់លោកពូអ្នកមីងគាត់សិតតែពេទ្យ
បាទពេទ្យនៅពេលពោធិ៍សាត់ នេះគាត់ខាងល្អ បាទឥឡូវនេះយើងនៅក្រុងពោធិ៍សាត់បាទអីមកសភាពគាត់នេះយើងអត់មានបានជួលអីទេ ចាអត់ជួលទេអត់ទេ គាត់និយាយការពិត ពិតចាហើយខ្ញុំឥឡូវប្រហែល 60%ចុះថាចឹងជួលលោកគ្រូណែអីទៀតប៉ាខ្ញុំច្រើនគាត់អ្នកមើលឈាមលោកគ្រូនេះ មានស្លាក ផ្ទះក៏មានជើងចង្គង់អីឈឺទាំងអស់នឹងលោកគ្រូដល់គាត់អត់ចេះមើលខ្ញុំអត់ដឹង ឥឡូវស្រាលខ្លួនទាំងអស់ ចាស្រាលលោកគ្រូតែវាមិនទាន់ដាច់ទេ បាទបាទ ហើយបញ្ចូលម៉ាស៊ីនត្រជាក់គាត់បានដែរគឺខ្ញុំស្កអកជុំមិនចាគាត់នេះលាក់ស៊ីត្រង់អីលោកគ្រូគាត់ណាកណ្ដាស់ជូតទៅតែ3ថ្ងៃអស់គាត់ធាសបោរហូតនេះអត់បាត់ទេទៅគាត់នឹងវិញខ្ញុំដេញអីក្អកអីថាខ្ញុំអាចទប់ទល់បានអាចញ៉ាំក្អកហុកអីតិចៗបាន យើងត្រូវគិតញ៉ាំថ្នាំមួយចំនួនជាតែមួយផ្នែកទេគេថាយើងខ្វះគ្រាប់ឈាមយើងញ៉ាំថ្នាំតែគ្រាប់ឈាមទៅ ចា បាទជឿកាពះញ៉ាំថ្នាំកាពះទៅអានេះមួយមុខជាទាំងអស់ ចា ជន់ច្រើនណាស់ដែល ឥឡូវ គ្រាប់ ខ្ញុំ ឈាម គ្រាន់ហើយបាទដៃវាយ ហើយអ្នកដែលកើតមហារីកគឺខ្វះគ្រាប់ឈាមទាំងអស់ញ៉ាំអានេះគឺបំពេញគ្រាប់ឈាមហើយលឿនហ្មងសន្លាក់កាពះពោះវៀនហ្នឹងគឺដាក់ទៅជាលឿនហ្មង ចា អីខ្វះគ្រាប់ឈាមខ្ញុំនិយាយចឹងខ្ញុំតែងតែនិយាយញ៉ាំមកខែចាក់ថ្នាំក៏អស់យ៉ាងតិចក៏$300ដែរអានេះវាដូចថ្នាំពៅចឹង ចា វាអានេះនិយាយទៅពៅមហាពៅពៅជាងយិនសិនរាប់ពាន់ដងអញ្ចឹងបើយើងឈប់ញ៉ាំពេលណាក៏ឈប់ទៅអត់អីទេ អីឲ្យតែជាដាច់ បាទបើយើងជាដាច់ហើយយើងនឹកឃើញចង់ញ៉ាំដើម្បីថែសុខភាពអាយុយើងវែងហើយសុខភាពយើងរឹងមាំយើងចង់ញ៉ាំទៀតក៏ញ៉ាំទៅ ញ៉ាំតិចតិចបន្ថយ បាទបន្ថយទៅអត់អី ចា ទេ អញ្ចឹងអាចបន្ថយចាំមើលឲ្យបាន 100% ខ្ញុំបន្ថយនឹង បាទញ៉ាំតិចតិចទៅមានអី ខ្ញុំថានឹងជាយាមឲ្យថាស័ក្តិសិទ្ធ បាទ ចាខ្ញុំខំញ៉ាំរួចចប់វិញខ្ញុំទៅរួចទាំងអស់ មានចត់អីអានេះមានល្វីងអីញ៉ាំឆ្ងាញ់មកផ្អែមឆ្ងាញ់ ហើយខ្ញុំសរសើរដំណើរដែរមិនដែលបានទៅក្រៅប្រទេសដែលបានទៅមើលប៉ិតធំធំអាប្តីឡាបូចេះតែមើលឲ្យបូមឈាមដល់មួយសារ៉ាអញ្ចឹងពី3ខែម្ដងតើអើយឈាមឯងស្លេកស្លាំងបូមមងងាប់អីចង់ដឹងជំងឺដល់មកឃើញ A1C លើសតតែបើទៀតមកព្រមចុះទៅក្រោមទៀត ឥឡូវចុះអីហ៎ អត់ទាន់មើលទៀតផង អូខ្ញុំមើលដល់ចុះហើយ100%ហើយចុចបាទ ចា តើមើលចុះទាំងស្ករចុះទាំងអាស៊ីតចុះទាំងអស់ខ្លាញ់ ខ្ញុំទៀត ឈាមក៏ឡើង ឡើងឈាមមកវិញ លើឈាមខ្ញុំលេខnăm rồi ngày តែដល់nămទៅនោះអញ ប៉ុន្តែ អីទេញ៉ាំអានេះជាចា ឥឡូវនេះធ្វើការងារដើរអត់ហត់ទេដូចធម្មតាគាត់ថាវានៅអាចជើងស្លាក់យើងវានៅឈឺខ្មងជើងលោកគ្រូដើរចាបានឡើងអីខ្លាំងចុះតែប៉ុណ្្នឹងទេចា មិញយូរម៉ានអី ខ្ញុំ70ហើយ អូ70 ចាហើយក្មេង73 ខ្ញុំស្មាខ្ទង់60ដែរ ទេ70ហើយលោកគ្រូ ហើយ70ហើយដើរបានមានអីឈឺជើងតិចតួចមានអី អូវាឆ្ងល់វាឈឺតែដាច់ដើរវាអត់ដើរអី បាទកុំដើរច្រើនដើរច្រើនពេក ដើរទីក្រុមនៅក្មេងហ្នឹងដើរជិះដើរបនដើរទៀតហ្នឹងណាជុំគ្នាហ្នឹងការគេឡើងភ្នំឡើងអីយើងឡើងអត់រួចទេឡើងទៅប៉ុណ្្នឹង មិញដើរប្រុយអីមានអីប៉ុណ្ណឹងឈឺមានអីអាយុ70អីណាដើរ អរគុណណាខ្ញុំបានរកឃើញហ្នឹងចាលោកគ្រូឲ្យរងថ្ងៃមុនដាក់សិតបនលោកគ្រូទេបដាខ្ញុំជាដាច់ទៅខ្ញុំដាក់បាញ់ពួកដាក់មែនណាខ្ញុំតែបនរហូតរាល់ថ្ងៃមានមុនមិននិយាយបានជាមួយលោកគ្រូចាយយ៉ាងទេបើអករហូតអត់តែខ្ញុំនិយាយដូចមានស្ទះពុំកយខ្ញុំ ដល់អត់ច្រើន អង្គុយជាមួយខ្ញុំឡើងមកស្ទូធំហើយមានតែក្អកមកគឺ ចាអញ្ចឹងមកថាខ្ញុំសើខ្លួនខ្ញុំថាឥឡូវនេះវាអត់ឃើញក្អកអញ្ចឹង ក៏មិនឈឺអីអ្វី ហើយគេអត់ជួយខ្ញុំឈឺទៀតថាជឿមនុស្សឈឺ100មុខហើយឥឡូវជាអស់ហើយចេះបង អ៊ំស្រីពីមុនអ៊ំឈឺអីដែរអ៊ំឈឺអីហៅការៈ ខ្ញុំឈឺច្រើនណាស់កាពះពោះវេនផងផ្ទះទឹកនោមមកស្ពឹកជើងខ្ញុំដូចទឹកកកដល់ខ្ញុំញ៉ាំថ្នាំសម្រាប់នេះទៅបាត់ខ្ញុំឲ្យគ្រូសា បាត់ឈឹងហ្មងអ៊ំ តែខ្ញុំបាត់ជា បាទ ទៅនៅស្រែតិចតិច អូ អ៊ំជិះចុះដើរទីមែនបាទ ដើរអនមើលទៅ ដើរបានដើរតាម ដើររយហ្នឹង បាទអ៊ំដើរបាន បាទបងប្អូនគាត់ដើរមិនរួចឥឡូវដល់ថ្នាក់ដល់ដើររួចហ្នឹងណា បាទ ខ្ញុំនៅតែនៅក្រេទេ បាទ នៅនឹងក្រេអូ ខ្ញុំដើរបានខ្ញុំជិះម៉ូតូបាន ហើយបាត់ដៃបាត់ ជិះម៉ូតូបាន ចា ទៀត បាត់ជើងស្រួលទេអ៊ំបាត់ជើងជើងតូចឲ្យធូរណា ចៅធូអត់មានធំឆ្អាបអត់មានធំឆ្អែអត់មានថាញ៉ាំទៀវធំមួយទៀវញ៉ាំស្លោប្រហើធំស្លោប្រហើ បាទ ញ៉ាំស្លគោធំស្លគោញ៉ាំខគឺធំខឈឺនេះខ្ញុំមិនហ៊ាននិយាយប្រាប់គេទេព្រោះខ្ញុំនេះឈឺច្រើនរកឃើញខ្ញុំជិះម៉ូតូតម៉ូបានពេលល្ងាចគេឆ្ងល់សួរ ឆ្ងល់ហ្មង អ៊ំឯងហូបថ្នាំអីក្នុងថ្ងៃសិលខ្ញុំថានេះថ្នាំស្មោចខ្មៅខ្ញុំដាក់ក្នុងកំប៉ុងនោះអត់កំប៉ុងនោះទៅនៅ បងប្អូនមកថាក្រុមហ៊ុនបោកទៀតនឹងនិយាយមិនទេបាទ ខ្ញុំថា យើងគ្មានលទ្ធភាពជួល អត់មានបោកទេខ្ញុំប្រាប់គេអត់មានបោកទេគឺថាអត់មានប៉មទៀតអត់មានកន្លៃទេ បាទត្រូវអ៊ំ 5 6ឆ្នាំ អូ ទឹកនោមណា បាទ នោមស្ទះវាសិនចេញសិនមិនចេញតក់ឲ្យហូលដេញបាននេះ
បាទមានឈាមទេអ៊ំបាត់ជើងមានឈាមទេ អត់មានឈាមទេតែវាតក់មកយប់វាស់ព្រឹកគឺថា ហ្នឹង បាន ហើយ ទេ រងនោមចឹងឯងបាទ លាកផ្លោកនោមផង បាទ ត្រង់នោមផង អូ ចា តែពិនិត្យពេទ្យដែរ ចា បាទ ពេទ្យខ្ញុំទៅទាំងអស់ហើយ ហើយ ចង្គង់ខ្ញុំឈឺជាង30ឆ្នាំហើយ បាទ ជាង30ឆ្នាំហើយ ជំរាបសួរអ៊ំស្រីបាទហើយអ៊ំឈ្មោះអី ខ្ញុំឈ្មោះសុកសុង សុក សុកសុង បាទហើយទីនេះគេហៅ ភូមិត្រាង ភូមិត្រាង ចា ស្រុក ស្រុកមកគល់បុរី ខេត្តបន្ទាយមានជ័យ ចា បាទ ដល់និយាយលោកចិត្តកណាទៀត ឃុំបទីនាងហ៎ នៅនេះឃុំប្រទេសនាងណា ចា ភូមិបន្ទាយនាងមានថាអ៊ំស្រីពីមុនអ៊ំឈឺអីដែរអ៊ំឈឺអីហៅការៈ ខ្ញុំឈឺច្រើនណាស់កាពះពោះវេនផងស្ទះទឹកនោមមកស្ពឹកជើងខ្ញុំដូចទឹកកកដល់ខ្ញុំញ៉ាំថ្នាំសម្រាប់នេះទៅបាត់ខ្ញុំឲ្យគ្រូសា បាត់ឈឹងហ្មងអ៊ំ តែខ្ញុំបាត់តិច បាទតែនៅស្រែតិច អូ អាការៈអ៊ំប្រហែលឆ្នាំហើយ ឈឺ មើលគាត់ខ្ញុំឈឺដើរឈឺជង្គង់នោះវាជិត60ឆ្នាំជិត60វា50ឆ្នាំជាង58ឆ្នាំ 50ឆ្នាំជាង 58ឆ្នាំដែលខ្ញុំឈឺជង្គង់ចាត់ឈឺជង្គង់ណា 58ឆ្នាំជាង ចាទេតែកាលខ្ញុំឈឺ បាទ អាយុខ្ញុំ អាយុ 58 58 ចា ឥឡូវអាយុប៉ុន្មានហើយអ៊ំ 6 76ហើយ អូមានថាឈឺ18ឆ្នាំ ចាគឺថាខ្ញុំអាទឹកនោមណាខ្ញុំឈឺ5ឆ្នាំ ទឹកនោមអាការៈអារម្មណ៍ ការៈទឹកនោម ការៈយ៉ាងចេះតែមិន អាលាកតម្រងនោមណាលាកផ្លោកនោមហ៎អ៊ំនិយាយមិញ ហើមផ្លោកនោមលាកកត្រង់នោម បាទ ថាមុខងាប់ហើយអត់រស់ អូ ខ្ញុំចេះតែដើរទៅ អត់មានសង្ឃឹមទេអ៊ំអត់សង្ឃឹមហ្មង អស់សង្ឃឹមអាផ្លោកនោមក្រោយនេះនិយាយចូលអាផ្លោកនោមក្រោយ ចឹងអ៊ំឈឺត្រង់នោមហ្នឹង5ឆ្នាំហើយ ចា អូរ៉ាំរ៉ៃយូរ 5 ដែ ឆ្នាំ រ ហើយវារ៉ាំរ៉ៃតែវាចាប់កឋិនហើយទៅឆ្នាំទៅនេះ បាទឈឺខ្លាំងហ្មង ចាខ្ញុំហេបការប្រាក់ទៅដាក់បិទនោះទៅគេបិទជើងតូចទាំងអស់គ្នាខ្ញុំអត់ បាត់អត់ចេញ ចាថ្ងៃវាងាយអត់ឈឺនោមទេតែទឹកញ៉ាំឡើង ឯហួលឯអ៊ំហួល ហួល បាទ ហួលខ្ញុំថាមុខទឹកងើប ចុះអ៊ំញ៉ាំថ្នាំដើមសម្បោចហ្នឹងបានប្រហែលថ្ងៃបានធូរ ញ៉ាំ បាន បាន ដឹង 4ថ្ងៃខ្ញុំប្រាប់គ្រូសាខ្ញុំថាតាមួយខ្ញុំលើកជើងដូចជា អូ4ថ្ងៃដឹងប្លែកហ្មង 4ថ្ងៃ ហើយញ៉ាំទៅវត្តឈឺចុកចាប់វិលមុខធីងធងរៀករួយឯង បងលោកគ្រូពេលខ្ញុំញ៉ាំទៅវាដូចប៉ុន្តែនេះ វាដឹងរោគហ្មងហ៎ ទាញចាវាទាញចង្ ចុកហ្មងហ៎ ចាវាទាញដូចថាវារុក បាទវារត់វាដេញបាទ ចាហើយអាតនេះខ្ញុំរឹងណា បាទ ផ្លូវឥឡូវខ្ញុំទួន ពេលញ៉ាំដំបងចុកហ្មងហ៎អ៊ំ ចាញ៉ាំដំបងចុក វាដេញរោគ ចា បាទ ខ្ញុំអត់ហ៊ាននិយាយប្រាប់គេថាអូឆ្នាំនេះប្រកែណាប្រកែអីទេខ្ញុំអត់និយាយទេ បាទ គេថាយើងផលគេឃើញយើងឈឺច្រើន បាទនិយាយការពិតអ៊ំ ចាខ្ញុំនិយាយការពេត ពុំបានជួលអ៊ំណា ចា អ៊ំ ខ្ញុំនិយាយការពេតដែរនេះ អាការៈឥឡូវបច្ចុប្បន្នដែលខ្ញុំមកសភាពតនេះ ដេកលក់ញ៉ាំបាន ដើរបានទៀត ចាដើរបាន មើល ជិះ ដើរ តូ ទៅ កើត ដើរ តែ បាន តែ ធ្វើ ជង្គ កាយ ង់ បាន វានៅ នៅទី នៅ ចា ចុះបើអ៊ំឈឺ30ឆ្នាំហើយ នៅ30ឆ្នាំ ឥឡូវដើរបានមានអីអ៊ំលុយ ដើរ ទេ ទីមែនអ៊ំដើរ អា អ៊ យុ ំ អាយុ ជិះចុះដើរទីមែនបាទ ដើរអនមើលទៅ ដើរបានហើយដើរតាមនោះ ដើររយឯណា បាទអ៊ំដើរបាន បាទបងប្អូនគាត់ដើរមិនរួចឥឡូវដល់ថ្នាក់ដល់ដើររួចហើយណា បាទ ខ្ញុំនៅតែនៅក្រែទេ បាទ នៅនឹងក្រេអូ ខ្ញុំដើរបានខ្ញុំជិះម៉ូតូបាន ហើយបាត់ដៃបាត់ ជិះម៉ូតូបាន ចា ទៀត បាត់ជើងស្រួលទេអ៊ំបាត់ជើង ចា នេះ បាត់ជើង បាត់ជើងតូចឲ្យធូរណា ចៅធូ បាទ អត់មានធំឆ្អាបអត់មានធំឆ្អែអត់មានថាញ៉ាំទៀវធំមួយទៀវញ៉ាំស្លប្រហើញធំស្លប្រហើ បាទ ញ៉ាំស្លគោធំស្លគោញ៉ាំខគឺធំខ បាទ មានអារម្មណ៍សប្បាយចិត្តខ្លាំងទេអ៊ំ សบายចិត្ត បាយ សบายចិត្តដូចថាកត្រង់នោមយើងវាស្រួល បាទ វាស្រួលដូចថាដេកទៅថាអញទៅងឹបទេប៉ុណ្ណេះញ៉ាំណា បាទ គឺក្នុងចិត្ត ពេល ញ៉ាំណា នៅពេលដែលខ្ញុំមកសភាពផ្ទាល់អញ្ចឹងតើអ៊ំអ្វីដែលខ្ញុំអត់មានអ្នកណាប្រកាសបខំអ៊ំ អត់ ឲ្យ ទេ និយា អ យ ត់ ទេ ទេ ណា អត់ទេ បាទដូចខ្ញុំមិនធ្លាប់ជួបខ្ញុំ ចា ក្នុង ខ្ញុំ បណ្ដាញសង្គម ចាបាញ់ តែដល់ពេលឃើញផ្ទាល់ខ្ញុំសួរអ៊ំគឺខ្ញុំទៅឱកាសឲ្យអ៊ំនិយាយ បាទ គឺថាมันមានការថែមថយឬក៏យើងហៅថាបច្ចេកឲ្យអ៊ំនិយាយទេអ្វីសិតចេញពីរឿងពិតទាំងអស់ណាអ៊ំ ចា ហើយអ្វីដែលខ្ញុំមកនេះគឺឲ្យតែអ៊ំបាននិយាយហើយមិនមែនថា ចា មកនេះអ៊ំឯងត្រូវតែនិយាយចេះប៉ុន្តែអ្វីដែលសារមិនធ្វើនិយាយសុំតែធ្វើម៉េចនិយាយឲ្យកុំឲ្យលើសឲ្យតែការពិតទៅបានហើយ ការពិតលោកគ្រូខ្ញុំឈឺនេះខ្ញុំមិនហ៊ាននិយាយប្រាប់គេទេព្រោះខ្ញុំនេះឈឺច្រើនដល់ពេលឃើញខ្ញុំជិះម៉ូតូទៅម៉ូបានពេលល្ងាចគេឆ្ងល់សួ គេ រ ឆ្ងល់ហ្មង អ៊ំឯងហូបថ្នាំអី ថ្ងៃសិល
ខ្ញុំថានេះឆ្នាំស្មោះខ្មៅខ្ញុំដាក់ក្នុងកំប៉ុងខ្ញុំនោះកំប៉ុងនោះទៅនៅ បងប្អូនមកថាក្រុមហ៊ុនបោកទៀតនឹងនិយាយមិនទេបាទ ខ្ញុំថា យើងគ្មានលទ្ធភាពជួល អត់មានបោកទេខ្ញុំប្រាប់គេអត់មានបោកទេគឺថាអត់មានប៉មទៀតអត់មានកន្លែងទេ បាទត្រូវអ៊ំ ចឹងលោកបងមានអីសួរគាត់ទេ បាទអីទេអរគុណច្រើនណាស់ណាអ៊ំ ចង់ទៅប្រាប់ក្មួយខ្ញុំដែលថាចង់បានមកកំប៉ុង អត់អីទេតាក់ទងតាមលេខទូរស័ព្ទទៅអ៊ំ ចាចា ចឹង ចា អរគុណណាស់ បាទអរគុណអ៊ំបាទជម្រាបលាអ៊ំ ដើម្បីនៅជាមនុស្សកូនចៅក៏ដូចជាចៅទួតចលួតចលា ចា ដើម្បីអ៊ំបានកសាងផលបុណ្យតទៅទៀតដើម្បីអាយុវែង ចាចា អរគុណណាស់មានអ្វីសុបាយចិត្តជាងសុខភាព សប្បាយចិត្តឃើញលោកគ្រូទៀត អរគុណចា៎ ឆ្នោតលោកគ្រូ បាទណា ឆ្នោតដែលកាត់ឡាយទៅគេ ខ្ញុំដេកនឹងកតេលនេះវាចូលជាងមួយឆ្នាំហើយលោកគ្រូ បាទ ជាងមួយឆ្នាំហើយតែពេលខ្ញុំដើរហាត់ចុះឡើងវាកាន់តែរឹបទៅលោកគ្រូ បាទ រឹបខ្ញុំដើរលេងរួចបណ្ដោយ បាទ តែអញមិននេះ ធ្លាក់ខ្លួន ធ្លាក់ខ្លួនកាន់តែខ្លាំងអានេះកាន់តែឈឺទៅ បាទ ដល់ទៅមើលពេទ្យមកគេថាមហារាជដំណាក់ទី4បាត់ហើយ មានរៀលដល់ណាខ្លះក្រៅពីស្ងឹត រៀលពេញទៅហ្នឹងគេថាសួតហ្នឹងដេញខ្លួនមកបាទ បាញ់ខ្លួន ដេញមកអាខ្លះតេតក់មកអញ្ចឹងណាអាធំនោះផ្សេងអញ្ចឹងណា អូការនេះស្អាតណា បាទឈឺតែមិនទាន់ឈឺបាទអានេះបែបវាមានរោគខ្លះហើយតែវាមិនទាន់ចេញមកណា នេះបងប្អូនមើលរូបនេះរូបនេះបានដឹងនេះ បាទ បងប្អូនឃើញទេស្គមសល់តែឆ្អឹងហ្មងបងប្អូន មិនចង់ជឿហាក់ដែររួច ទុកបន្តិចទៀតស្មាតទុកបន្តិចទៀតទៅ ស្លាប់បាត់ហើយបាទនិយាយ នេះបងប្អូនមើល ក្តីស្លាប់ អានេះក៏ត្រៀមស្លាប់ហើយ ដល់ហើយត្រៀមតែស្លាប់ហ្នឹងហើយ បងគិតមកដល់ថ្ងៃនេះញ៉ាំបានប៉ុន្មានថ្ងៃហ៎ កំប៉ុងតូច1កំប៉ុងធំដូចជា3ហ៎ បាទចូល3ខែ4 5ខែ 4 5ខែហើយប្រហែលប៉ុណ្ណឹងហើយលោកគ្រូតែឃើញឆ្នាំលោកគ្រូភ្លាមហ្នឹងខ្ញុំ បាទ ស្រោតរូបភ្លាម នេះ ហ្នឹង មិនអត់ទេនៅប្រហែលជាថ្ងៃ2ថ្ងៃទៀត អូញ៉ាំបានច្រើនណាស់ ហ្នឹងកំប៉ុងទី4បាទ មកនេះឆ្នាំស្ដាច់ទេវតាហ្មង អត់មកហើយ ព្រោះខ្ញុំប្រើវាអស់ចិត្តហើយខ្ញុំប្រើអស់ជំរឿយ៉ាងខ្ញុំថាងាប់ក៏ប្រើមិនងាប់ក៏ប្រើហើយម៉ែសួរចេះប៉ាអូនហូបបាយបានទៅប្រើអីគឺឆ្នាំឯងឆ្នាំវិញផ្ទះចាបើធ្លាប់ចាញ់vàoគេខ្លាញ់ម៉ែជេរទៀត ឥឡូវជាមកផ្ទះតែម្ដង ជាមកផ្ទះខ្ញុំប្តីខ្ញុំកូនខ្ញុំ អូ ហើយខ្ញុំ ពូ ហូប តន់ហូបទេពូឈឺអីពូ ខ្ញុំសួរដែរហ្នឹង ហើយមូលហេតុអីបានពូអត់តន់ញ៉ាំបើឃើញ គាត់ឲ្យនិយាយក្នុងហូបសិន គាត់ឥឡូវខ្ញុំជូនបង2កំប៉ុងបាទខ្ញុំជូន2កំប៉ុងហ្មងណាដោយសារលក្ខខណ្ឌពិសេសតាមពិតខ្ញុំចោះជួបប្រតិជនខ្ញុំជូនតែមួយទេ បាទ ដោយសារតែបងអ៊ំគាត់ឈឺហើយកូនដុសដុំសាច់2គ្រាប់ទៀតចែក៏ដុំបាទមានន័យថាឈឺបាទឈឺមកផ្ទះបាទអញ្ចឹងលក្ខខណ្ឌពិសេសដោយសារគាត់ទិញខ្ញុំច្រើនណានេះរាប់ញ៉ាំអស់ឡើង ច្រើនមកឲ្យគេជឿជាក់ខ្ញុំ អស់4កំប៉ុងអីឥឡូវនេះខ្ញុំជូន2កំប៉ុងហ្មងទៅណា បាទជូនបងទុកញ៉ាំមួយអ៊ំណាអ៊ំញ៉ាំមួយគ្នាណាបាទញ៉ាំមួយគ្នាទាំងអស់គ្នាទៅដឹងតែជាទាំងអស់គ្នាហើយតស៊ូញ៉ាំទៅហើយកុំតន់បោះចោលពេលវិវត្តមកផ្លូវល្អហើយមិននឹកឃើញអញយើងធូរឈប់ញ៉ាំអត់ទេណា អត់ទេបាទ បាទព្រោះមហារាជដំណាក់កាលទី4ជួយយើងបានធូរស្រាលមែនយើងបោះចោលខ្លាចវាវិវត្តមកវិញមកភឹបទៅយើងទប់លេងជាប់អញ្ចឹងណា បាទគ្រូបាទ បាទអញ្ចឹងតស៊ូញ៉ាំឲ្យជាប់មិនខ្ញុំបខំចង់បានលុយកាក់អីទេ បាទត្រូវហើយលោកគ្រូ ត្រូវបន្តញ៉ាំអញ្ចឹង កំណត់ខ្ញុំ យើងអ្នកជំងឺយើងដឹងបាទ ទៅតែទៅមុខរហូត បាទអីទេញ៉ាំទៅវាមិនថ្លៃស្អីមិន ទៅរហូតទៅបាទ យើងត្រូវដឹងទុកមកកញ្ចប់ឲ្យមកកញ្ចប់មួយឆ្នាំយើងចាយអស់ត្រឹម$700-800ទេ ចា បាទយើងគិតអញ្ចឹងបានវាឃើញតិច ខ្ញុំអត់ធ្វើអីហ៎ បាទអញ្ចឹងផឹកមួយឆ្នាំវាអាចទិញជីវិតមនុស្សបានម្នាក់យើងមិនច្រើនទេបើគិតអញ្ចឹងណា បាទសុខភាពជីវិតត្រូវហើយលោកគ្រូត្រូវខ្លាំង អញ្ចឹងអរគុណច្រើនណាស់បងជូនពរបងអ៊ំទាំងអស់គ្នាជាទាំងវិជំងឺឲ្យប្រជាប្រដ្ឋខ្មែរជាទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយ share ផងណាបាទវីដេអូនេះសិតតែជាការពិតប្រកាសមកផ្ទះប្រកាសមកភូមិប្រកាសផ្លូវប្រកាសភូមិប្រកាសស្រុកអស់ហើយអញ្ចឹងបងប្អូនថាខ្ញុំក្រុមហ៊ុនយើងកុហកទៀតខ្ញុំមិនដឹងថាយកពាក្យអីទៅប្រកែកឈុនជាមួយបងប្អូនទេអញ្ចឹងមានតែបងប្អូនពិចារណាខ្លួនឯងទៅណាបាទអញ្ចឹងសូមអរគុណ បងប្រាប់ទីតាំង សូមអរគុណបងអ៊ំទាំងគ្នាណាអ៊ំអូយបងប្អូនមហារាជស្បូនដំណាក់កាលទី4មើលពោះគាត់ឡើងធំចង់ប្រេះចង់ផ្ទុះហើយបាទហើយដេកកតេលធ្វើអីលេងកើតហើយដល់បងអូនស្រីគាត់ថតរូបទុកខ្លាចបងស្រីគាត់ស្លាប់បាត់ហើយមិនបានមើលរូប
bà ấy chư đó thằng sang cả hạ để nâng kê này à kê cái mục này còn kê chư mà trăm năm á bông phôn để còn chư thôn khăn bên tên là lâu nhằm đau sớm mỏi dương ở tại pi cái bông bà phảiจะปีคายเรากดบานดากดบานจิมาโตบานเตาทรายบ่าจังสมสดับการสมเพชต้องเอาขึ้นบ่าเตรียมเตาไอ้เตรียมเตาไว้ยังเฮามีกระแตละหุยทอง เนี่ยผมนี่ลือชื่อจันเนี่ย ชื่อช้อนแต่สลับเอาให้ซาสลับออกปีเป็นเนี่ยแกสั่งหะสั่งไอ้เอาให้เอาให้ใหญ่รู้มั้งจำแต่ไงเป็นเล่นหัวใหญ่ ไอ้ตั้งไปยามเอาเจริญไปมาไหนให้จิปีจัดปีขายจัดปีขายดาวโปรยใหญ่ชุบอาหารใจนะ บานไอ้บานถึงธรรมดาไว้โอ้จะจ่ายชื่อมันชนะไหมnhóm hai chị bay năm tại đây cái tê hai chị năm đây cái tê mà miền ngơ của phụ đa mình hủi cho anh đây cái da pet này chà ồ anh ai cái da pet thọt ấy chụp tao pet man ngay vậy man khai vậy chụp tăng tới hộp năm tăng hộp lên tao pet mà chà ồ tao pet bên đó tới cái thật là ca tim mà đầm nạ ca tị bay chiên châu tị buôn này đây cái tê lấy tị buôn ấy bay chiên châu lấy ăn tị buôn ấy tị buôn đây cái tê lấy cha này cha đây cái tê bật chân tôi ở trên bật chân thông mặt chân nó con cháu ấy là con cháu này bà đi pin phum ở băng bồn men chỉ cả bọc pra này rồi bị chết nó đây hao ấy cái chạy phum đi phum vi phum prey slắc sọc trang khai tạc cao sọc trang khai tạc cao bà chân băng bồn là trái còn băng sấy bà còn cá mà hà đi bồn chẳng ấy bà bồn nằm nát cá tị buôn ấy đây cái tê mà năm ấyไอ้เนี่ยผมนี่ลือชื่อจันเนี่ยชื่อช้อนแต่สลับเอาให้ซาสลับออกปีเป็นเนี่ยสมาโตcho nhầm men vậy thế này đại ở bàn nhắm cái đằng là bố đây bà nhắm ở con của đặt đăng bà cái trái nhắm toàn trái trồng tí cái tàu rồi tàu ấy nó cũ mình đừng ngọt bạt hơi ôn vô mà mơ thái xa là bon đáp ôn tên xả dân tiêm tàu ấy tiêm tàu ấy dân nó bị cái te là hủi hòn anh mình lên xoáy nó chạy ở lâu chồng anh em phun mấy tới dặn cái thím cái xăng hạ xăng ấy ao hai ao hay vậy luôn món trăm tầng ngay quen lên hủi vậy cho mình trâu dây nó có nhưng mà đai mà cho ông về cái này na mùi ơi ngơ bên hủi bọt chơi mũi hết đây chọ hột về bọt một bên nhưng rồi từ lơ đào chân đâu còn bán tờ kênh năm năng toán nó còn bay điไอ้ตั้งไปยามเอาเจริญไปมาไหนhai chị pi chất pi khai จะปีขายดาวโปรยใหญ่ชุบอาหารใจนะ ban ai banถึงธรรมดาไว้โอ้มือสมอทอดมาปะโถมันคำเต้นกู sao chia mưa đang này chừng hứ thếหลงเป่าngồi đó ตำบลคนน้ำนั่งเมียหลับไปเชียงบนนี่ bơ miền video rụp hiệp sinh rồi đấy miền chăm bánh chả pú chăm chơi bánh pú chứ ô vật thô ơi trai này chất kháng mấy trai ôn có đấy mấy đại cả có bốn nó khổ thay gì tao riêng đâu từng ngày sừng khâm thôi hay chơi dân tê bảo tê thao đủ cắt tóc á nằm bay thà sao mà tao bong sạp tao tao rụt mờ chẳng á nên tao bảo cho ca mòn đi ta chẳng về nó mẹ rắm tha tóc slide đây chẳng tha chả thao rụt tóc tóc lâu hà bong giờ ai tóc rụt mờ chẳng là lâu chia lâu cua phía ba này cua phía ba này vậy cha phía ba là khổ lâu chưa nào chưa mình bọc ra nhưng bán chua trái mà giấy nó nhưng chưa tham năng mai tao khổ mà mình rụt thọt ra này để xong mới đi mà mình rụt nào là tết thọt tóc chán nó khổ anh tha bong dân khô bạc tàu dân tóc rụt mờ chẳng á nè đi còn khang còn chọc á là khổ hay bồn còn đang lang rừng tại nhà mơ nói ham bắt chân ở trên ham buộc lòng pong này đó mình ham được đã tha đi ham bắt bọc của chị đâu mà sải đó nè năng nhom sải trong hôn năng thọt tóc đaiคนในใจแต่บานชื่อแจ้งเราบอลสมเพกบองใจกับนี่ไอ้เรานี่จะกาเปิดให้บองโอนมันเมนจะกาบอกปลายเตะไอ้กอดยำตังปีกระป๋องกระโดดจ้าฮะไอ้เราเรากระโดดไม่บ้าไอ้นี่ยมมันบานทอดหายเตะรูกอดคานตัวเป็ดลงมาชนะไหมกูเต้ากับเป็ดเล่นมือนะนักการใจนะ lên tao lên năm pin khóp hay nói chơi taoเป็ด năm mới lên tao món chụp tao เป็ดดิ้งมาวิ่งมาไง เป็ดthằng y bật anh mà bây giờ có mau tao cái bực khoa cái
ហើយបានឆ្នាំលោកគ្រូមកហូបទៅអត់លេងទៅមកជួយទៅ ចៃដល់ណាចៃចេះតែញ៉ាំតន់ ចា និយាយទៅចាយញ៉ាំខ្ញុំនិយាយមកកំប៉ុង95នេះចាយបើញ៉ាំដល់មួយឆ្នាំអស់ត្រឹម7-800 ឡាទេអាចទិញជីវិតមនុស្សម្នាក់បានណា ចា មែនរឿងនេះស្អីណា នេះបើយើងញ៉ាំពេញមួយឆ្នាំអស់តែ7-800ទេ បាទចាយមិញជា 100% គាត់ទៅពិនិត្យពេទ្យពិនិត្យទាំងឈាមនៅត្រាំគាត់នេះពិនិត្យទាំងឈាមឆ្លោះអេកូអីអត់ឃើញអីទាំងអស់អត់ឃើញពេទ្យលេងឲ្យមកពេទ្យគាត់ថា3ខែក្រោយចាំមកពិនិត្យទៀតគាត់តែលេងឃើញអី3ខែក៏ឲ្យមកម្ដងផុត3ខែហ្នឹងគេ6ខែមកម្ដងផុត6ខែមួយឆ្នាំមកម្ដងពេទ្យឆ្ងល់អញចការពិតណាបាទឥឡូវចាយដើរប្រុយទេដើរឃើញដើរយកអីចាដើរ មកចាយ ដើរដល់ផ្ទះប្អូនដល់ខែ ងើបឈោមកងើបឈោចាយឈោនិយាយបណ្ដោយមករត់លេងកីឡាបាន រត់លេងកីឡាជាហ្នឹង ជីហើយលោកគ្រូជី មកដើរឡើងប្រុយហ្នឹង អត់មានឈើអីគឺដល់តែឥឡូវធម្មតា ពេលពោះលេងប៉ោងអស់ហើយហ្នឹង អត់មានហង មើលពោះឡើងស្ប៉ែតអស់ហើយហ្នឹងមិនលាត់ទេក៏ថតចឹងបាន មើលនឹងអ្នកឈឺទេបងប្អូន ធម្មតា បាទមើល មានអីឈឺមកដើរ ឈើអីលោកគ្រូ ពីមុននៅលើកាទេ ឥឡូវក្នុងខ្លួនចាយមិនដែរឥឡូវហ្នឹង អត់មានអីទាំងអស់លោកគ្រូធម្មតាដូចមនុស្សធម្មតាអត់មានជំងឺអីទេ អត់មានចុកអត់មានអីទាំងអស់ហ្មងជុំយៈតែចាយប្រយ័ត្នម្ហូបអាហារតិចណា ចាតមដែរ បាទសាច់អីចង់ញ៉ាំក៏ញ៉ាំទៅព្រោះយើងអត់មានតបៅខ្ទួយញ៉ាំតិចបាទព្យាយាមញ៉ាំបន្លែផ្លែឈើទៅឲ្យសាច់ញ៉ាំបានគ្រប់ប្រភេទអត់អីទេតែកុំញ៉ាំបានតែកុំពួយច្រើនពេក ចា ញ៉ាំមកល្មមតិចទៅអញ្ចឹងណា សាច់ចាសាច់អី អត់អីទេញ៉ាំទៅញ៉ាំតិចទៅ អត់ហ៊ាន អត់អីទេញ៉ាំ តមសាច់រហូត តមវិជ្ជការល្អហើយតែកុំតមរហូតដល់បាក់កម្លាំងញ៉ាំឲ្យមានកម្លាំងណាពុំអាហារនេះត្រូវការកម្លាំងគេឲ្យញ៉ាំឲ្យឆ្អែតគេឲ្យឆ្អែតអាហ្នឹងឆាប់ជាហើយសុបាយចិត្តតែចាយឥឡូវដូចគ្មានបាក់ចិត្តអីទេមក ជាអីលោកគ្រូ ជាអី បើជា 100% សង្ឃថានិយាយរួមហ្មងសឹង 100% ហើយហើយជាអស់ត្រឹមហ្នឹងទៀត 100% ចា អរិយចាយតមអញ្ចឹងឆាប់ជាហើយ តូចទៅដល់ផ្សារតកៅដល់អីដល់ក្នុងផ្សារធ្វើមិនដឹង តែគេញ៉ាំ អ្នកផ្សារមានដឹងដែរដឹងចាយឈឺដែរអ្នកផ្សារ គេដឹងទាំងអស់លោកគ្រូខាងផ្សារពេញដែរដឹងទាំងអស់ចា អ្នកផ្សារគេឆ្ងល់ហ៎ គេឆ្ងល់ដែរគេឆ្ងល់ថាហូបអីបានជាដើរព្រៃអញ្ចឹង បាទ ខ្ញុំចេះណែនាំប្រាប់គេថាដើមអសិនដើមសមោចខ្មៅ អីអ្នកឈឺតាណា តែគ្រូពេទ្យក៏ស៊ូដែរកូននឹងទៅទិញថ្នាំម្ដងកាយឆ្ងល់ អញ្ចឹងពេទ្យនៅណា ពេទ្យនៅពេញដែរ អូមានអីដុកទ័រមានមន្ទីរពេទ្យឯកជនតខ្លួនឲ្យទិញថ្នាំខ្ញុំ គេឆ្ងល់ដែរថាម៉ែឯងកើតមហារីកហើយបានថ្នាំនេះលេបតើម៉ែខ្ញុំក៏ទិញថ្នាំដើម ណាក្មួយទៅទិញហ្នឹងហ៎ ចា កូនតិច យ៉ាមើលមកតិចមើលមកសួរតិចមើលមួយលេងហ្នឹងមកហើយចាយកូនម៉ាអ្នក ខ្ញុំកូន6នាក់ កូន6នាក់ ចា អូចេះលើពេញផ្ទះផងនេះអូយកូនទៅពេលម៉ាក់ឈឺមានភ័យហ៎កាលហ្នឹង មានភ័យហ៎ ខ្ញុំភ័យតែលោកគ្រូ ភ័យខ្លាចបាត់ម៉ាក់ហ៎ ខ្លាច ហើយឥឡូវមកយាយម៉ាក់ជាវិញមិនហ៎ មានអារម្មណ៍សប្បាយចិត្ត ហើយស្ថានភាពគាត់កាលមុនបាក់មើលថែ បាក់ខ្លាំងតាគាត់ដេកនៅលើកាទេមកកន្លែងគ្រូមើលអស់ហើយ ស្គមហ៎ ចាឆ្កូមហូបបាយអត់កើតហូបអីអត់កើតដល់ពេលអ៊ីអំឲ្យសាក់នេះទៅគាត់ ហើយបត់ដៃបត់ជើងអីមិនបាយ ធម្មតាពីមុន ពីមុនបានណាលើកទៅបន្ទប់ បានកូនណាប្តីនិយាយទៅមកខែនឹងមួយមកដាច់តែឯង ចង់គេនៅក្រៅហ្នឹងមក ឡើងចប់ចា ហើយបាត់បងប្រុសតាណាហ៎ ដៃទៅធ្វើការបាត់ហើយ អូធ្វើការបាត់ហើយអត់អីទេនៅតែភូមិនេះភូមិអ៊ូអណាមិនផ្ទះអ៊ូអ បងប្អូនអស់កូន បាទហើយសិតតែមន់ឃើញសិតតែមន់នេះ ចាំមន់ សិតតែមន់ស្អែ ឥឡូវសុបាយចិត្តទាំងអស់គ្នាពេលបានបងស្រីគាត់ជាអញ្ចឹងចេះអ៊ី អូណាអូនម៉ៃមួយណាអូ បាទ នេះធ្វើមកថាបងកូនមួយទៀតបងអូនទៅបងដែរឥឡូវថាមួយទៀត គាត់កើតជឿនឹងដូចគ្នា លឺដូចគ្នា ហើយណាឈឺមុន អូនខ្ញុំមានរូបឈឺមុនដល់ហើយវាទៅអីទៅមហារីកដូចគ្នា បាទ គាត់ថាទៅពេទ្យមកពីពេទ្យនោះវិញបានមីលីផឹកអាឆ្នាំនេះតន់ពីនោះមកមិនតន់បានអុយផឹកឆ្នាំនេះណា ចែសំណាងអីយើងបានញ៉ាំតន់ អត់លេភ្លាមអន់ភ្លាមហ្មង អញ្ចឹងហ៎ ថ្ងៃពីរថ្ងៃចាប់ដើមមានអារម្មណ៍ថាអន់ចាប់ដល់តាំងពីបដអញ្ចឹងខ្ញុំសួរហ្មងថាអន់នេះខ្លួនអន់នេះម៉ែទៅរៀងអន់ម៉ែបាត់ជើងទូ ជុំយ៉ា អន់
อันนี้มาเป็น ตาเป็ดจ้าสิโยลูกครู โอ้ เป็ดลือโซจ้าจังเคท่าจ้านั่งอัดดอกเจยด่ามาจีบัน บ่า ตาเป็ดหัวยิ้มคลายยิ้มอัดเห็นตา แต่เราอัดจอดไอ้วะนั่น อัดจ้าฟองเล็บน้ำนึง เมื่อใจមានអី5ផ្ញើឯងតែបើតែជន់ខ្ញុំបានជួយចែណាប្រាប់ហើយ បងប្អូនទាំងអស់ដែលមានជំងឺមិនថាទុកឲ្យធ្ងន់ដូចខ្ញុំទេតែល្មមតែយកទៅហូបទៅប្រកាសជា 100% ជាដូចខ្ញុំចឹងហ្នឹងហើយនេះបានន័យថាសឹកទឹកមែនដូចកាត់ម្ដងទៀតបានហូបដូចកាត់ម្ដងទៀត តែបងប្អូនសប្បាយចិត្តទាំងអស់គ្នាកូនបាទអញ្ចឹងអានេះឯកសាររបស់គាត់បងប្អូនในរូបភាពអីសិតតែខើបបានបង្ហាញបងប្អូនហើយបាទមិនខ្ញុំមិនបានបើកបង្ហាញឲ្យវិញឆ្ងាយទេខ្លាចនេះចឹងអត់អីទេឥឡូវអរគុណបងប្អូនទាំងអស់គ្នាដែលបានដល់បទសម្ភាសឲ្យអរគុណចែណាបាទដែលបានចែករំលែកទៅដល់បងប្អូនដែលអ្នកកើតជំងឺមហារីកផ្សេងសូមជឿជាក់សាកល្បងចោះអីយើងមិនមានការបោកប្រាស់ទេនេះជាការពិតចោះមកភូមិចោះមកឃុំជាក់ស្ដែងហើយមិនមែនមនុស្សម្នាក់ទេមកសាច់ញាតិគាត់ទាំងអស់ហើយបោកប្រាស់ហ្នឹងហៅតែមនុស្សតែម្នាក់ទៅនិយាយទៅខ្ញុំអញ្ចឹងទៅតែនេះអត់ទេណាបាទនេះគឺមកភូមិមកគ្រួសារគាត់ហ្នឹងគឺមកហើយបាទកូនចៅអញ្ចឹងទៅបោកប្រាស់កន្លែងណាទៀតទេបាទអញ្ចឹងអរគុណច្រើនណាអ៊ំអរគុណចែបាទអរគុណច្រើនបាទ